បាទគ្រប់ជំរាបសួរប្រិយមិត្តដែលគាំទ្រនៅ Channel អរូបផុសខ្ញុំណាបងប្អូនអឺថ្ងៃនេះដែរយើងមានសាច់រឿងពិតអំពីបងស្រីម្នាក់ដែលបងស្រីហ្នឹងគាត់ឈ្មោះចានីសាហ្នឹងគាត់គឺជាអ្នកខេត្តខាងអ្នកខេត្តកំពង់ចាមហើយអាការដែលគាត់មកធ្វើការនៅភ្នំពេញហ្នឹងគាត់ក៏បានជួបដៃគូរបស់គាត់ដែលក្នុងក្រុមហ៊ុនហ្នឹងគាត់ធ្វើការបានប្រហែលរយៈពេល2ឆ្នាំអញ្ចឹងណាហើយការដែលគាត់ធ្វើការបាន2ឆ្នាំហ្នឹងគាត់ក៏បានជួបនឹងបងផាដែលបងផាហ្នឹងគឺជាយើងនិយាយកាត់ហើយដែលបងផាហ្នឹងគឺជាដៃគូរបស់គាត់ហើយអាការដែលគាត់ធ្វើការបងផាហ្នឹងក៏មានចិត្តស្រឡាញ់ទៅលើចានីសាហ្នឹងក៏លួចស្រឡាញ់អញ្ចឹងណាហើយនៅក្រុមហ៊ុនហ្នឹងក៏ដឹងឮនៅក្នុងក្រុមហ៊ុនហ្នឹងហើយមិត្តភ័ក្តិនិងអ្នកធ្វើការនៅក្នុងក្រុមហ៊ុនហ្នឹងគេក៏ជួយគ្រប់គ្រងឲ្យបងផាហ្នឹងស្រឡាញ់ចានីសានឹងដែរហើយមានការប្រអាប់នឹងការជំរុញពីអ្នកធ្វើការនៅក្នុងក្រុមហ៊ុនហ្នឹងហើយអាការដែលគាត់ធ្វើការជាមួយគ្នាហ្នឹងចានីសាក៏គាត់បានសង្កេតដែរថាគាត់សង្កេតមើលបងផាហ្នឹងក៏គាត់មនុស្សល្អដែរការដែលគាត់លួចស្រឡាញ់ហ្នឹងកន្លងមកលក្ខណៈថាបងផាហ្នឹងក៏អត់ដែលមានប៉ះពាល់ប៉ះដៃប៉ះជើងអីឬក៏ធ្វើអីមិនសមរម្យអីជាមួយចានីសានឹងទេគាត់ក៏មើលឃើញថាបងផាហ្នឹងក៏គាត់មនុស្សល្អដែរហើយកំឡុងប្រហែលជាមិនយូរប្រហែលនេះអាការស្រឡាញ់របស់គាត់ហ្នឹងក៏មានការមើលចិត្តមើលថ្លើមគ្នាតិចតួចហ្នឹងក៏យល់ចិត្តគ្នាខ្លះដែរហើយមិនយូរប្រហែលថ្ងៃមួយនោះបងចានីសាហ្នឹងគាត់ក៏ធ្វើការនៅក្នុងក្រុមហ៊ុនហ្នឹងកំពុងអង្គុយធ្វើការអញ្ចឹងណាហើយបងផាហ្នឹងគាត់ក៏មក surprise ចានីសាហ្នឹងជាមួយបុគ្គលិកក្រុមហ៊ុនច្រើនអ្នកអញ្ចឹងណាហើយអាការ surprise របស់គាត់ហ្នឹងចានីសាសឹងស្រក់ទឹកភ្នែកអីមានការភ្ញាក់ផ្អើលមែនទែនដោយបងផាហ្នឹងក៏គាត់យកអញ្ជៀនរៀបការលុតជង្គង់អីនៅក្នុងក្រុមហ៊ុននេះអញ្ចឹងមានការអ៊ូអមានការស្រែកហូអីពីអ្នកធ្វើការហ្នឹងច្រើនខ្លាំងមែនទែនហើយចានីសាហ្នឹងគាត់លក្ខណៈថាគាត់ភ្លាមពេកអញ្ចឹងណាហើយអាការភ្លាមពេកហ្នឹងវាធ្វើឲ្យគាត់ហ្នឹងមានអារម្មណ៍ថាវា surprise ផងអីផងភ័យផងអីផងសឹងស្រក់ទឹកភ្នែកអញ្ចឹងណាហើយយើងនិយាយកាត់ចុះហើយការដែលគាត់សុំរៀបការហ្នឹងយើងមកដល់ថ្ងៃរៀបការរបស់គាត់ហើយអាការរៀបការរបស់គាត់ហ្នឹងគឺរៀបការនៅខាងខេត្តកំពង់ចាមខាងស្រីហ្នឹងហើយរៀបការជាមួយចានីសាហ្នឹងទៅខាងស្រីអញ្ចឹងណាខាងខេត្តកំពង់ចាមហើយរៀបការអីរួចធ្វើពិធីរៀបការអីរួចហើយបងផាហើយនឹងចានីសាហ្នឹងក៏គាត់សម្រាប់នៅខាងខេត្តកំពង់ចាមហ្នឹងរយៈពេលអាច2ថ្ងៃក្នុងកំឡុងពេលរយៈពេល2ថ្ងៃហ្នឹងចានីសាហ្នឹងក៏គាត់នាំបងផាអីដើរលេងនៅក្នុងខេត្តក្នុងតំបន់គាត់អញ្ចឹងទៅកន្លែងស្អាតអញ្ចឹងណាហើយមិនយូរប្រហែលចានីសាហ្នឹងហើយនឹងបងផាហ្នឹងក៏សម្រេចចិត្តថានាំគ្នាមកលេងផ្ទះខាងប្រុសម្ដងដល់ផ្ទះខាងប្រុសខាងបងផាហ្នឹងហើយផ្ទះគាត់នៅខាងខេត្តព្រៃវែងហើយចានីសាក៏គាត់ពីរនាក់គាត់ហ្នឹងក៏គាត់ធ្វើដំណើរមកខាងខេត្តព្រៃវែងទៅហើយអាការធ្វើដំណើរផងគាត់ហ្នឹងចានីសាក៏គាត់បានប្រាប់បញ្ជាក់ថាផ្ទះបងផាហ្នឹងមិនមែននៅតាមទីប្រជុំជនអីទេតែបងផាហ្នឹងគឺគាត់នៅតាមជនបទទេហើយអាការជនបទរបស់គាត់ហ្នឹងថែមជនបទដាច់ស្រយាលទៀតអត់សូវមានផ្ទះសម្បែងទេអត់សូវមានភូមិហ្នឹងអត់សូវមានផ្ទះសម្បែងច្រើនទេហើយគាត់ក៏ជិះឡានអញ្ចឹងទៅគាត់មើលតាមផ្លូវទៅលក្ខណៈថាគាត់ជិះឡាននៅលើផ្លូវគ្រួសណាអញ្ចឹងសបញ្ជាក់ថានៅក្នុងតំបន់ហ្នឹងគឺតំបន់ដាច់ស្រយាលពីទីប្រជុំជនអីឆ្ងាយដែរអញ្ចឹងណាបងប្អូនជិះកាន់តែជ្រៅទៅអញ្ចឹងចានីសាក៏គាត់ក៏លេចមើលតាមជនបទហ្នឹងក៏វាប្លែកភ្នែកម្យ៉ាងដែរហើយការជិះរបស់គាត់ហ្នឹងគាត់ក៏លេចមើលទៅឃើញថាសភាពថាក្នុងភូមិហ្នឹងពិតជាជនបទលក្ខណៈថាឆ្ងាយពីគេពីឯងអញ្ចឹងណាមានលបងធ្វើអំពីឈើដាំហើយលបងផ្ទះអ្នកខ្លះក៏ធ្វើអំពីដើមល្ហុងខ្វងអ្នកនរគ្នាស្គាល់ដើមល្ហុងខ្វងអត់អាដើមល្ហុងខ្វងយើងពីដើមណាសម័យយើងពីមុនប្រហែល20ឆ្នាំមុន10ជាងឆ្នាំមុន20ឆ្នាំមុននេះបងប្អូនមិនដល់10ជាងឆ្នាំមុននៅមានលបងហ្នឹងគឺនិយមមែនតើលបងលក្ខណៈខាងស្រុកខ្ញុំណាឬខាងបងប្អូនអាចនឹងមានដែរលបងធ្វើអំពីដើមល្ហុងខ្វងដើមពីគេផ្ទះណា
ដាំវាហើយវាដុះវាអីខ្លាចជាលបងតែមានជីវិតជីវ៉ាអញ្ចឹងទៅបងប្អូនយើងចូលសាច់រឿងយើងវិញមកដល់គាត់មើលឆ្វេងមើលស្ដាំហើយការមើលរបស់គាត់ហ្នឹងឃើញថាសភាពក្នុងភូមិហ្នឹងពិតជាជនបទខ្លាំងណាស់ហើយក៏ការធ្វើដំណើររបស់គាត់ហ្នឹងក៏ជ្រៅទៅក៏ជួបវត្តមួយវត្តហ្នឹងគឺលបងធ្វើអំពីឈើអ្នកណាឈើដែលមើលទៅក្នុងវត្តហ្នឹងមានសភាពលក្ខណៈថាចាស់អញ្ចឹងណាបងប្អូនធម្មតាតំបន់ដាច់ស្រយាលមានអ្វីគ្រប់យ៉ាងគឺមិនសូវសវាយអីទេហើយវត្តហ្នឹងមើលទៅឃើញអ្នកថាសភាពចាស់លបងធ្វើអំពីឈើពីអីអញ្ចឹងណាអត់ដូចវត្តដែលគេមានទីប្រជុំជនច្រើនអញ្ចឹងណាបងប្អូនវត្តហ្នឹងគឺអត់សូវមានអ្នកភូមិអីច្រើនកកយទេហើយចៃដន្យអ្នកភូមិខ្លះក៏គាត់ចេញទៅធ្វើការរកស៊ីអីចឹងទៀតក៏គេខ្សត់ចឹងទៅធ្វើឲ្យការអភិវឌ្ឍក្នុងវត្តហ្នឹងក៏មិនសូវបានស្អាតអីចឹងទៅជីទៅគាត់មើលសភាពវត្តហ្នឹងវាចាស់ហើយទៅមុខតិចទៀតជាប់វត្តហ្នឹងក៏មានដើមពោធិ៍មួយតែដើមពោធិ៍ហ្នឹងគឺមានសភាពយូរឆ្នាំមែនតើបងគឺដើមធំហើយមានសភាពយូរឆ្នាំមែនទែនហើយអាការមើលទៅដើមពោធិ៍ហ្នឹងចានិសាក៏ប្រាប់ថាដើមពោធិ៍ហ្នឹងមើលទៅមានអារម្មណ៍ថាដូចជាព្រឺរោមអញ្ចឹងណាព្រឺសម្បុរអញ្ចឹងគាត់ថាគាត់មើលទៅលក្ខណៈថាមានអារម្មណ៍ថាព្រឺរោមព្រឺសម្បុរអញ្ចឹងណាហើយគាត់ក៏បានទៅដល់ផ្ទះបងផាហ្នឹងហើយការទៅដល់ផ្ទះបងផាហ្នឹងគាត់ក៏ជំរាបសួរជំរាបអីម្ដាយក្មេកអីធម្មតាអញ្ចឹងទៅហើយការជំរាបក៏រាក់ទាក់អីជាមួយម្ដាយក្មេកហើយម្ដាយក្មេកគាត់ក៏ឲ្យចានិសាហ្នឹងហើយនឹងបងផាហ្នឹងទៅនៅបន្ទប់មួយហើយផ្ទះរបស់គាត់ហ្នឹងអត់មានបន្ទប់អីច្រើនទេមានបន្ទប់មួយហ្នឹងហើយម្ដាយរបស់គាត់រៀបចំទុករួចជាស្រេចឲ្យបងផាហើយនឹងចានិសាហ្នឹងគាត់នៅបន្ទប់ហ្នឹងហើយអាការទៅដល់ផ្ទះរបស់បងផាហ្នឹងគាត់ក៏លេងជជែកលេងជំរាបសួរអីអ្នកភូមិសាច់ញាតិអីដែលពាក់ព័ន្ធជាមួយសាច់ញាតិបងផាអញ្ចឹងទៅណាហើយមេឃក៏ចាប់ផ្ដើមងឹតម៉ោងខ្ទង់6 7ហើយបងផាហើយនឹងចៃនិសាហ្នឹងគាត់ចូលបន្ទប់គាត់ក៏រកកសែងចៃនិសាហ្នឹងរកកសែងរកអីទៅងូតទឹកនៅបន្ទប់ទឹកនៅខាងក្រោយផ្ទះតែបន្ទប់ទឹកក្រោយផ្ទះរបស់គាត់ហ្នឹងវានៅក៏រៀងឆ្ងាយដែររៀងឆ្ងាយពីផ្ទះគាត់ធម្មតាផ្ទះនៅស្រុកស្រែបងប្អូនផ្ទះនៅស្រុកស្រែបន្ទប់ទឹកអត់សូវធ្វើនៅជាប់ផ្ទះទេព្រោះអីដីនៅស្រុកស្រែរៀងធំអញ្ចឹងណាបងប្អូនហើយការដែលធ្វើបន្ទប់ទឹកហ្នឹងក៏រៀងឆ្ងាយពីផ្ទះប្រហែលជា10 ម៉ែត្រជាងអញ្ចឹងណាធម្មតាអ្នកជនបទដឹងស្រាប់ហើយដីធំហើយជាក់ស្ដែងបន្ទប់ទឹកគេអត់ធ្វើដូចចិត្តទេធ្វើឆ្ងាយបន្ទប់ទឹកអត់ដូចអ្នកនៅទីក្រុងទេបន្ទប់ទឹកនៅទីក្រុងមួយបន្ទប់មានបន្ទប់ទឹកមួយអញ្ចឹងទៅហើយមួយផ្ទះអាចមានបន្ទប់ទឹក2 ទៅ 3អញ្ចឹងទៅប៉ុន្តែនៅតាមជនបទបន្ទប់ទឹកមួយហ្នឹងគឺប្រើរួមគ្នាទាំងគ្រួសារមកផ្ទះហ្នឹងតែម្ដងអញ្ចឹងណាបងប្អូនហើយចារិសាហ្នឹងគាត់ធម្មតាគាត់មិនមែនស្រុករបស់គាត់ណាបងប្អូនគាត់ការដែលគាត់ងូតទឹកនៅក្នុងបន្ទប់ទឹកហ្នឹងគាត់មានអារម្មណ៍សង្ហេសង្ហោយខ្លាចអីដែរអញ្ចឹងទៅគាត់ក៏ហៅប្តីគាត់ឲ្យឈរនៅចាំគាត់នៅខាងមុខបន្ទប់ទឹកហ្នឹងដើម្បីកដោគាត់ងូតទឹកហើយអាការគាត់ងូតទឹកហ្នឹងបងប្អូនគាត់ងូតទឹកប្រហែលជាមួយសន្ទុះគាត់ថាគាត់ឮសំឡេងភាពដូចមនុស្សស្រីយំលក្ខណៈថាយំឮតិចលក្ខណៈថាឮលងលួយតិចចិត្តដល់គាត់ចឹងណាហើយចានិសាក៏គាត់ភ័យគាត់ឮចឹងហើយក៏គាត់ភ័យហើយអាការឮសំឡេងមនុស្សស្រីយំហ្នឹងអាការឮសំឡេងមនុស្សស្រីយំហ្នឹងលក្ខណៈយំដូចធ្ងោចឹងណាបងប្អូនមនុស្សស្រីយំគាត់អត់ដឹងថាជាស្អីឲ្យប្រកាសទេហើយចានិសាហ្នឹងក៏គាត់ភ័យគាត់ស្រែកហៅបងផាហ្នឹងបងតែបងផាហ្នឹងក៏អត់បានឆ្លើយទេដំបូងឆ្លើយតែពេលយូរទៅបងផាហ្នឹងគាត់អត់បានឆ្លើយជាមួយចានិសាហ្នឹងទេហើយអាការហៅរបស់គាត់បងហ្នឹងមកស្ទុះហើយចានិសាអត់ឮបងផាហ្នឹងក៏គិតថាបងផាហ្នឹងអត់នៅចាំគាត់ទេអាចនឹងទៅចោលគាត់អញ្ចឹងណាបងប្អូនហើយគាត់ហ្នឹងក៏បញ្ញាប់ទាញកសែងពុះគូពុះអីមកគួ
ហុំខ្លួនចេញពីបន្ទប់ទឹកនោះមកហើយអាការចេញមកគាត់គឺគាត់ភ័យមែនទែនគាត់ចេញមកដល់ក្រៅហើយគាត់ក៏សួរប្តីគាត់ក៏ឃើញប្តីគាត់នៅខាងមុខបន្ទប់ទឹកហ្នឹងហេតុអីបងប្អូនជួយស្មៅសម័យមើលហេតុអីបានចៃនីសាគាត់ហៅប្តីគាត់បងមកសន្ទុះហើយមិនបានប្តីគាត់អត់ឆ្លើយគាត់ចេញមកគាត់ក៏សួរប្តីគាត់ថាបងឯងមុននឹងទៅណាហើយចៃនីសាក៏សួរថាគាត់ហៅប្រហែលម៉ាត់ហើយមិនបងឯងអត់ឆ្លើយហើយបងផាហ្នឹងក៏គាត់និយាយថាគាត់មុនហ្នឹងគាត់ទៅនោមគាត់ទៅបាត់ជើងតូចហើយគាត់ក៏មកវិញទៅហើយអាការងូតទឹករបស់គាត់ហ្នឹងគាត់ក៏ប្រាប់អាសាច់រឿងដែលគាត់ងូតទឹកលើសំឡេងមនុស្សស្រីយំហ្នឹងគាត់ក៏ប្រាប់ទៅបងផាហើយបងផាក៏គាត់លក្ខណៈថាគាត់អត់សូវចាប់អារម្មណ៍អីដែរគាត់ថាប្រហែលជាអូនឯងហ្នឹងសម័យពេកហើយក៏ប្រហែលជាលឺអីផ្សេងអញ្ចឹងណាគាត់ក៏និយាយអញ្ចឹងហើយអាការដែលគាត់លឺបែបហ្នឹងនិយាយបែបហ្នឹងបងផាគាត់មិនសូវចាប់អារម្មណ៍អីបែបហ្នឹងហើយគាត់ក៏នាំគ្នាបញ្ញាឡើងទៅលើផ្ទះសម្រាប់ទៅយប់កាន់តែជ្រៅបងប្អូនគាត់ថាចៃនីសាហ្នឹងត្រឡប់លក្ខណៈថានៅក្នុងបន្ទប់ហ្នឹងមានប្អួចមួយហើយប្អួចហ្នឹងគឺគាត់ចំហចោលទេអត់បិទអត់អីទេហើយចៃនីសាហ្នឹងក៏គាត់សងំគេងសងំអីអញ្ចឹងលក្ខណៈថាគេងអត់លក់ផ្លែកកន្លែងអញ្ចឹងណាបងប្អូនលក្ខណៈថាចៃនីសាហ្នឹងគាត់ផ្លែកកន្លែងគាត់អញ្ចឹងទៅគាត់គេងអត់សូវលក់ទេហើយបងផាហ្នឹងក៏គាត់សម្រាប់លក់ទៅតែចៃនីសាហ្នឹងក៏គាត់ខំប្រឹងលក្ខណៈថាធំត្រង់ថ្មិចភ្នែកធម្មតាយើងមិនមែនផ្ទះយើងសុខណាត់យើងផ្លាស់កន្លែងនៅវាដូចពិបាកគេងមិនអញ្ចឹងណាបងប្អូនធ្លាប់គេងផ្ទះគេដឹងស្រាប់ហើយមិនងាយសូវគេងលក់បានទេដូចផ្លែកកន្លែងអញ្ចឹងណាហើយអាការរបស់គេងគាត់គេងយប់ទៅបន្តិចស្រាប់តាមានលឺសំឡេងឆ្កែវាលូធម្មតាបងប្អូនយើងយប់ជ្រៅតែតែមានហើយឆ្កែលូមិនដឹងថាវាលូក្នុងន័យអីទេតែលូគឺលូខ្លាំងមែនតើលូនៅចិត្តផ្ទះគាត់ហ្នឹងនៅតាមផ្លូវជនបទហ្នឹងគឺលូលក្ខណៈថាលងលោចធ្វើឲ្យចានីសាហ្នឹងឬរោមឯគាត់សងំគេងតែគេមិនលក់ទេបងប្អូនហើយអាគាត់រៀងពេចថ្មែកគេងលក់ហើយគាត់ក៏បានប្រាប់ថាគាត់ហ្នឹងក៏លេចភ្នែកទៅមើលតាមប្អួចស្រាប់តែអាការមើលតាមប្អួចផងគាត់ហ្នឹងបងប្អូនគាត់ថាគាត់ឃើញជើងមនុស្សស្រីជើងលក្ខណៈថាជើងសណ្ដោកចុះមកក្រោមណាបងប្អូនជើងមនុស្សស្រីលក្ខណៈដូចមនុស្សចងកអញ្ចឹងណាបងប្អូនគាត់ថាគាត់ឃើញជើងមនុស្សស្រីតម្លាក់ចុះមកខាងក្រោមនៅលើប្អួចរបស់គាត់ហ្នឹងចៃនីសាក៏ឃើញអញ្ចឹងហើយបងប្អូនគាត់ថាគាត់ភ័យខ្លាំងមែនទែនគាត់សម័យគិតថាតែវាជាស្អីគាត់ឃើញហ្នឹងឃើញលក្ខណៈព្រិលតែมันព្រិលអីពេកទេបងប្អូនលក្ខណៈខែភ្លឺណាគាត់ថាគាត់ឃើញជើងមនុស្សស្រីសណ្ដោកដូចត្រូវចងកស្លាប់ហើយអញ្ចឹងណាបងប្អូនឃើញសណ្ដោកមកទៅយ៉ងជើងទាំងពីរហ្នឹងដូចធម្មតាយើងតែឃើញសារព័ត៌មានឬក៏អីផ្សេងធ្លាប់ឃើញណាបងប្អូនតាមបណ្ដាញសង្គមអីធម្មតាមនុស្សខ្មោចតែចងកហើយគឺជើងសណ្ដោកទៅយ៉ងមកណាបងប្អូនគាត់ឃើញចឹងហើយគាត់ស្រែកគាត់ភ័យគាត់ខ្លាចគាត់ដាស់ប្តីគាត់បងផាហ្នឹងឲ្យភ្ញាក់ឡើងនៅពេលដែលបងផាហ្នឹងគាត់ភ្ញាក់ឡើងគាត់ក៏ទៅសេសសាទៅបើកភ្លើងតែអាការបើកភ្លើងរបស់គាត់ហ្នឹងពេលដែលបើកភ្លើងហើយគឺបងផាហ្នឹងចៃនីសាហ្នឹងក៏ប្រាប់ប្តីគាត់ហើយប្តីរបស់គាត់ហ្នឹងក៏ទៅមើលតាមប្អួចហ្នឹងថាអត់មានឃើញអីទេនៅពេលដែលបើកភ្លើងហើយគឺគាត់ទៅមើលតាមប្អួចហ្នឹងគាត់ថាអត់ឃើញអីទេហើយបងប្អូនអាការដែលបាត់ឃើញហ្នឹងហើយឆ្កែក៏វាចាប់ផ្ដើមលូខ្លាំងទៅរហូតដល់យប់ជ្រៅមិនដឹងជាអាត្មាណាក៏មិនដឹងដែរចែសាគាត់ថាគាត់ថ្មិចភ្នែកមិនដឹងថាលក់ដល់ស្មានណាក៏មិនដឹងដែររហូតដល់ភ្លឺហើយអាការភ្លឺមកដល់ភ្លឺនឹងហើយគាត់ក៏អត់បានប្រាប់ម្ដាយក្មេកគាត់ដែរគាត់ប្រាប់តែប្តីគាត់លក្ខណៈថាគាត់ខ្ជិលគាត់អីចឹងណាហើយនឹងហើយជាថ្ងៃដំបូងដែលគាត់ឃើញតែគាត់មិនដឹងមិនហ៊ាននិយាយថាជាមិនហ៊ានប្រាប់ម្ដាយក្មេកគាត់ថាជាអីនោះទេហើយគាត់ក៏នៅលេងជាមួយម្ដាយក្មេករបស់គាត់ហ្នឹងធ្វើម្ហូបធ្វើអីចឹងណាបងប្អូនរហូតដល់ក្បាលល្ងាចក៏ឈានចូលដល់ពេលយប់ហើយយប់ហ្នឹងចៃនីសាគាត់ថាគាត់គេងរហ័សលក់មែនតែនដោយសារការពីយប់ថ្ងៃទី1ហ្នឹងគឺគាត់ដោយសារការដែលយប់ថ្ងៃទី1ហ្នឹងគឺគាត់អត់បានគេងលក់ស្រួលទេដោយសារមានរឿងហេតុភេទអីចម្លែកអញ្ចឹងគាត់ក៏គេងមិនបានលក់ស្រួលទេអញ្ចឹងថ្ងៃទី2ហ្នឹងក៏គាត់មិនដឹងថាគេងលក់ស្មានតាំងពីស្មានណាទេដោយសារគាត់លក្ខណៈថាគាត់ងុយខ្លាំងអញ្ចឹងណាបងប្អូនគាត់ក៏គេងលក់ទៅហើយអាការគេងលក់របស់គាត់ហ្នឹងក៏មិនឲ្យទៅនេដែរគាត់ថាគាត់ឃើញគាត់យល់សពឃើញថាគាត់ហ្នឹងមិនដឹងនៅ
ពីកន្លែងណាក៏មិនដឹងគាត់មិនស្គាល់ទេតែពីកន្លែងនោះមានដើមពោបងប្អូននៅក្បាលវីដេអូមិននិយាយប្រាប់ថាមានដើមពោមួយនៅជាប់វត្តមែនអត់បងប្អូនហើយចៃនីសាក៏ថាគាត់យល់សពឃើញដើមពោហ្នឹងហើយអាការយល់សពរបស់គាត់ដែលថាឃើញមនុស្សស្រីនៅដើមពោឃើញដើមពោនឹងហើយឃើញមានមនុស្សស្រីចងកឃើញមនុស្សស្រីម្នាក់ចងកនៅលើដើមពោនឹងហើយបងប្អូនឯងដឹងថាមិនអត់មនុស្សស្រីដែលគាត់ចងកនៅលើដើមពោនឹងគឺមិនដូចខ្មៅចងកធម្មតាទេគឺសយងជើងចុះមកក្រោមហើយអាការសយងជើងចុះមកក្រោមរបស់គាត់ហ្នឹងបងប្អូនគាត់ថាម្នាក់មនុស្សស្រីហ្នឹងមើលមកគាត់ហើយអាការមើលមកគាត់ហ្នឹងគឺមនុស្សស្រីហ្នឹងគឺមិនដូចជាខ្មៅធម្មតាទេនៅក្នុងការយល់សពរបស់គាត់ហ្នឹងគឺអញញឹមដាក់គាត់ហើយធ្វើមុខគួរឲ្យខ្លាចមែនតើអញញឹមដាក់គាត់ហើយធ្វើមុខគួរឲ្យខ្លាចសន្លក់មកគាត់ហើយគាត់ក៏មិនដឹងថាគាត់នៅទីណាដែរគាត់ឃើញបែបហ្នឹងហើយគាត់ភ័យខ្លាចមែនតើចៃនីសាហ្នឹងបងប្អូននៅក្នុងយល់សពរបស់គាត់ហ្នឹងហើយមិនដឹងពីស្មានណាហើយបងប្អូនគាត់ក៏ភ្ញាក់មកវិញគាត់ក៏ភ្ញាក់ដោយសារការយល់សពហ្នឹងហើយអាការភ្ញាក់របស់គាត់ហ្នឹងគឺគាត់មានអារម្មណ៍អត់ល្អទេគាត់ថាគាត់មានអារម្មណ៍ភ័យខ្លាំងមែនតើមានអារម្មណ៍ដូចជាអត់សំណុកនៅក្នុងខ្លួនណាបងប្អូនធម្មតាយើងមកដេកផ្ទះគេហើយមានហេតុភេទម្ដងហើយម្ដងទៀតវាដូចជាបន្ទុចដំណើរអីចំពោះគាត់ដែលមកនៅក្នុងតំបន់ហ្នឹងអញ្ចឹងណាមកនៅផ្ទះហ្នឹងអញ្ចឹងណាបងប្អូនអញ្ចឹងហើយគាត់ភ្ញាក់ហ្នឹងគាត់ក៏សង្ងំគេងទៅវិញហើយអាការសង្ងំគេងរបស់គាត់គេងមិនក៏គាត់គេងមិនលក់គាត់សង្ងំគេងមិនក៏គាត់គេងមិនលក់ដែរបងប្អូនហើយអាការសង្ងំរបស់គាត់ហ្នឹងគាត់ថាគាត់ឮសំឡេងអ្វីមួយយ៉ាងនៅតាមបអួចហ្នឹងនៅក្នុងបន្ទប់របស់គាត់ហ្នឹងគាត់ថាគាត់ឮសំឡេងអ្វីមួយយ៉ាងនៅតាមបអួចហ្នឹងហើយគាត់ក៏កលេចភ្នែកទៅមើលតាមបអួចហ្នឹងគាត់ថាទៀតដែរបងប្អូនគឺដូចយប់ថ្ងៃទី1អញ្ចឹងគាត់ថាគាត់ឃើញជើងមនុស្សស្រីម្នាក់សយងចុះមកក្រោមនៅលើប្អួចហ្នឹងគាត់ថាច្បាស់ណាស់គឺជើងមនុស្សស្រីហើយអាការសយងហ្នឹងបងប្អូនគឺជើងហ្នឹងដូចខ្មោចដែលស្លាប់ហើយអញ្ចឹងវាដូចជាខ្មោចស្លាប់ហើយអញ្ចឹងគឺជើងហ្នឹងត្រង់ស្លុយជើងទាំងពីរហ្នឹងអត់នៅឈរទេត្រង់ស្លុយចុះទៅក្រោមអញ្ចឹងដូចខ្មោចដែលដាច់ខ្យល់ហើយគឺជើងត្រង់ស្លុយចុះទៅក្រោមបងប្អូនហើយអាការជើងត្រង់ស្លុយហ្នឹងគាត់ឃើញទង្វើអាខេតភេទហ្នឹងគាត់ថាគាត់ច្បាស់មែនតើគឺជើងមនុស្សវាយឲ្យងាប់ក៏មនុស្សដែរគាត់ថាគាត់ជើងមនុស្សស្រីគាត់ស្គាល់ច្បាស់គាត់ថាជើងហ្នឹងជើងមនុស្សស្រីគាត់ក៏ស្រែកយំស្រែកអីទាំងយប់ហ្នឹងណាបងប្អូនបងផាក៏គាត់ភ្ញាក់មកហើយអាការភ្ញាក់របស់បងផាហ្នឹងបងផាក៏សវ័យសវ៉ាដូចយប់ទី1ចុះគាត់ទៅបើកភ្លើងហើយបងផាហ្នឹងក៏អោបចៃនីសាហ្នឹងកុំអោយភ័យចៃនីសាហ្នឹងក៏ស្លុតខ្លាំងមែនតើចុះបងប្អូនដាក់សម័យមើលទៅដេកនៅផ្ទះខាងប្រុសហើយខាងគេហើយស្រាប់តែឃើញហេតុភេទអញ្ចឹងម្ដងជា2ដងហើយឃើញមិនអស់ហើយដល់ថ្នាក់យល់សពទៀតបងប្អូនសាកសម័យមើលរឿងនេះវាមិនមែនចៃដន្យទេមែនអត់បងប្អូនសាកសម័យមើលបើចៃដន្យវាអាចបើមិនមែនជារឿងចៃដន្យណាវាអាចទាំងឃើញម្ដងអីចឹងណាបងប្អូនតែនេះវាចូល2ដងហើយយល់សពដល់ទៅម្ដងទៀតហើយចៃនីសាហ្នឹងក៏គាត់សួរបងផាដែលជាប្តីរបស់គាត់ហ្នឹងក៏សួរថាមានរឿងអីនៅហ្នឹងហើយបងផាហ្នឹងស្ដាប់តាមចៃនីសាប្រាប់សាច់រឿងហ្នឹងមកទឹកមុខផុសបងផាហ្នឹងគាត់មានអារម្មណ៍មើលទៅទឹកមុខគាត់ដូចជាមានការភ័យខ្លាំងដូចជាមានការភ័យហើយការភ័យរបស់គាត់ហ្នឹងបងប្អូនគាត់ក៏បិទប្អួចបិទអីទៅក៏នាំចៃនីសាហ្នឹងសង្ងំគេងលក់ទៅរហូតដល់ពេលភ្លឺដល់ពេលព្រឹកឡើងបងប្អូនចៃនីសាហ្នឹងក៏គាត់និយាយសាច់រឿងហ្នឹងប្រាប់ម្ដាយក្មេករបស់គាត់ហើយម្ដាយក្មេករបស់គាត់ក៏និយាយតបមួយចៃនីសានឹងវិញទៅគាត់ថាក៏ចៃនីសាសវេសវាំងអស់កម្លាំងអីមកពីឆ្ងាយអញ្ចឹងណាក៏និយាយអញ្ចឹងទៅមកផ្នែកទៅកុំឲ្យចៃនីសាហ្នឹងក៏គិតទៅលើឲ្យរឿងអីផ្សេងហេតុភេទអីផ្សេងទាំងអស់ពេកគាត់ក៏និយាយអញ្ចឹងមកផ្លូវទៅហើយអាការនិយាយរបស់គាត់ហ្នឹងគាត់ក៏អត់ធូបអត់អីសុំសេចក្តីសុខនៅផ្ទះហ្នឹងអាការអត់ធូបរបស់គាត់ហ្នឹងហើយបន្ទាប់ពីការអត់ធូបរបស់គាត់ហើយគឺអត់តមានរឿងហេតុភេទអីកើតឡើងចំពោះចៃនីសាទៀតទេបងប្អូនតមានរឿង
អីហេតុភេទអីកើតឡើងទៀតទេហើយបងផាហ្នឹងគាត់ក៏នាំចានីសាហ្នឹងទៅដើរលេងនៅទីរួមខេត្តតែការដើរលេងប្រកបហ្នឹងនៅទីរួមខេត្តហ្នឹងថាចានីសាហ្នឹងគាត់សប្បាយចិត្តចានីសាគាត់និយាយថាគាត់ក៏មានអារម្មណ៍សប្បាយខ្លះអញ្ចឹងទៅហើយគាត់ដើរលេងគាត់ទិញរបស់របរអីនៅទីរួមខេត្តហ្នឹងការដើរលេងប្រកបហ្នឹងក៏ឈានចូលដល់ពេលល្ងាចតែឈានចូលដល់ពេលល្ងាចហ្នឹងលុបហ្នឹងនៅក្រុងវាមិនអីទេតែការជិះមកនៅតាមជនបទចូលទៅក្នុងភូមិស្រុកប្រកបនេះក្នុងភូមិប្រកបនេះគឺវាមានសភាពងឹតហើយដោយសារទៅតាមជនបទផ្ទះខ្លះក៏បើកភ្លើងផ្ទះខ្លះក៏មិនបើកភ្លើងហើយឆៃដន់ជនបទដែលគាត់នៅហ្នឹងនៅខាងផ្ទះប្តីគាត់ហ្នឹងភូមិប្តីគាត់ហ្នឹងវាជាជនបទមួយដែលរៀងដាច់ស្រយាលផងម្ល៉េះហើយវាមានសភាពងឹតតាមផ្លូវហើយតាមផ្លូវទៀតសោតហ្នឹងមានព្រៃឈើមានដើមឈើអីធំអមតាមដងផ្លូវហ្នឹងដើមឈើធំតូចអីអមនៅតាមដងផ្លូវហ្នឹងតែការដើមឈើទាំងអស់ហ្នឹងក៏មានអាយុកាលក៏មិនក្រោម100ឆ្នាំដែរចាលិសាគាត់ថាគាត់ឃើញដើមឈើទាំងអស់ហ្នឹងធំខ្លាំងបងប្អូនអ្នកនៅតែតាមជនបទណាដឹងស្រាប់ហើយដើមឈើមួយចំនួនមានសភាពធំហើយនៅក្រោមដើមឈើហ្នឹងអាចនឹងមានរោងអាសនៈឬក៏រោងនេតាដែលគេបន់ស្រន់នៅក្នុងភូមិអាចនឹងមានចឹងទៀតហើយគាត់ក៏ធ្វើដំណើរមកជិតមកដល់កន្លែងផ្លូវជិតវត្តអារាមមួយនៅក្នុងភូមិគាត់ហ្នឹងបងប្អូនគាត់ថាចានីសាគាត់ថាគាត់ឃើញមនុស្សស្រីម្នាក់អោនមុខឈរនៅចំហៀងផ្លូវហើយអាការឈររបស់គាត់ហ្នឹងគាត់អត់ឲ្យឃើញមុខទេគាត់អោនមុខចុះក្រោមទម្លាក់សក់សាយឡាយនៅខាងមុខគឺគាត់មើលមុខអត់ឃើញទេគាត់ថាគាត់ឃើញមនុស្សស្រីហ្នឹងឈរអោនមុខនៅជិតមុខឡានរបស់គាត់ដែលគាត់កំពុងបើកហ្នឹងចែសាគាត់ថាគាត់ឃើញអញ្ចឹងគាត់ថាមិនដឹងថាជាអីពិតប្រាកដទេគាត់ថាគាត់ឃើញហេតុភេទបែបហ្នឹងហើយអាការឈរផុសមនុស្សស្រីហ្នឹងបងប្អូនគឺឈរអោនមុខអត់ឃើញមុខទេហើយអាការអោនមុខហ្នឹងគឺបាំងដោយសក់របស់គាត់គឺវែងមែនតែនសក់របស់គាត់ហើយគាត់ថាប្តីគាត់ក៏ឃើញដែរហើយអាការបើកឡានរបស់គាត់ហ្នឹងគាត់ឃើញអញ្ចឹងហើយគាត់ក៏បើកហួសពីមុខមនុស្សស្រីហ្នឹងទៅហើយបងប្អូនដឹងថាម៉េចអត់ចានីសាគាត់ថាគាត់បើកហួសហើយតែប្តីគាត់នេះគាត់មើលតាមកញ្ចក់ឡានគាត់ថាឃើញមនុស្សស្រីនៅខាងក្រោយឡានរបស់គាត់ហ្នឹងមិនឆ្ងាយពីឡានរបស់គាត់ទេគាត់ថាគាត់ឃើញមនុស្សស្រីហ្នឹងរត់តាមឡានគាត់ប្រភិញនៅចិត្តឡានគាត់ហ្នឹងគាត់មើលកញ្ចក់គាត់ឃើញអញ្ចឹងហើយចានីសាក៏គាត់មើលក្លែកមើលទៅក្រោយគាត់ក៏ឃើញអញ្ចឹងដែរហើយអាការឃើញរបស់គាត់ហ្នឹងគាត់មានការភ័យខ្លាចយ៉ាងខ្លាំងបងប្អូនចានីសាហើយនឹងបងផាហ្នឹងក៏ភ័យខ្លាចមែនទែនគាត់ក៏ខំប្រឹងជន់ឡានឲ្យលឿនចេញពីកន្លែងហ្នឹងទៅរហូតដល់ផ្ទះរបស់គាត់វិញបងប្អូនហើយនៅយប់នោះដែរបងប្អូនគឺមានសភាពស្ងាត់មែនទែនឆ្កែព្រោះពេញភូមិបងប្អូនឆ្កែលូហាក់បីដូចជាឃើញប្រភេទអីមួយយ៉ាងដែលយើងអាចមើលឃើញអញ្ចឹងបងប្អូនឆ្កែនៅក្នុងភូមិហ្នឹងគឺលូលោតខ្លាំងមែនទែនហើយម៉ោងទៅតែ8ទេបងប្អូនគឺឆ្កែនៅក្នុងភូមិលូខ្លាំងមែនទែនហើយចាលីសាក៏យកសាច់រឿងហ្នឹងទៅសួរប៉ាក្មេកម៉ាក់ក្មេកគាត់ហើយមុននឹងគាត់សួរប៉ាក្មេកម៉ាក់ក្មេកគាត់ហ្នឹងគាត់ក៏បានសួរបងផាហ្នឹងដែលជាប្តីរបស់គាត់ហ្នឹងហើយតែគាត់សួរថាម្នាក់ស្រីហ្នឹងជាអ្នកណាតែបងផាហ្នឹងគាត់ថាអត់ស្គាល់ទេអញ្ចឹងម្ល៉េះហើយគាត់យកសាច់រឿងហ្នឹងទៅប្រាប់ទៅសួរនាំម៉ាក់ក្មេកគាត់ប៉ាក្មេកម៉ាក់ក្មេកគាត់ហើយកំឡុងពេលហ្នឹងប៉ាក្មេកម៉ាក់ក្មេកគាត់ហ្នឹងក៏គាត់គិតម្យ៉ាងទៀតគាត់គិតថានៅក្នុងភូមិហ្នឹងសម្បូរអ្នកញៀនថ្នាំអ្នកប្រើថ្នាំអីច្រើនអញ្ចឹងទៅគាត់ក៏គិតថាប្រហែលជាអ្នកញៀនថ្នាំអ្នកញៀនអីចឹងទៅហើយចែនីសាហ្នឹងក៏តាមនឹងទៅពួកអីខ្ជិលគិតច្រើនអីចឹងណាហើយក៏នាំគ្នាចូលសម្រាប់ងូតទឹកមួយអីចូលសម្រាប់នៅបន្ទប់របស់គាត់ចឹងទៅហើយចានីសាក៏គាត់បញ្ជាក់ថាយប់ហ្នឹងអត់មានរឿងហេតុភេទអីកើតឡើងទេសូម្បីតែយល់សពក៏អត់មានរឿងអីកើតឡើងដែររហូតដល់ពេលព្រឹកហើយពេលព្រឹកគាត់នៅលេងផ្ទះម៉ាក់ក្មេកប៉ាក្មេកគាត់អីចឹងទៅហើយប្រហែលជារសៀលម៉ោង1នេះប្តីរបស់គាត់បងផាហ្នឹងក៏នាំគាត់ទៅដើរលេងនៅទីរួមខេត្តទៀតនិយាយរួមទៅគាត់អត់រៀងណាបងប្អូនបានសេចក្តីថាគាត់ជួបរឿងមិនសមមិញហើយគាត់អត់រៀងទេគាត់នៅនាំប្រពន្ធគាត់ហ្នឹងទៅដើរលេងនៅទីរួមខេត្តទៀតហើយអាការដើរលេងរបស់គាត់ហ្នឹងគាត់ត្រឡប់មកវិញក៏ក្បាលល្ងាចដូចថ្ងៃផ្សំមិញចឹងហើយបងប្អូនអាការត្រឡប់របស់គាត់ហ្នឹងជួបរឿងហេតុភេទដល់ចម្លែកមួយទៀតបងគាត់ថាគាត់ត្រឡប់មកវិញនៅម៉ោងប្រហែលជា6 7ហ្នឹងបងប្អូនមកដល់វត្តហ្នឹងគាត់ថាគាត់ឃើញមនុស្សស្រីម្នាក់
ចេញពីកពុតព្រៃមានគោបំណងរត់បុកឡានគាត់តែម្ដងហើយមនុស្សស្រីម្នាក់ហ្នឹងចានីសាគាត់ថាច្បាស់ណាស់គឺមនុស្សស្រីកាលពីម្សិលមិញហ្នឹងដូចគ្នាបេះបិទហើយមនុស្សស្រីម្នាក់ហ្នឹងគាត់រត់បបុកមានចេតនារត់បបុកឡានគាត់ហើយបងផានេះដែលជាប្តីបងចានីសានេះក៏បួងចកោតចូលបន្លាយទឹកបុកនៅដើមឈើមួយគល់ឈើមួយបែកកញ្ចក់ឡានបែកស្តុបបែកអីអស់លេងហុយផ្សែងហើយអាទិដ្ឋភាពបែបហ្នឹងចានីសាគាត់ថាគាត់ចេញមកគាត់រមើលម្នាក់ស្រីហ្នឹងអត់ឃើញទេគាត់ថាគាត់ច្បាស់ណាស់ឡានហ្នឹងបានបុកមនុស្សស្រីហ្នឹងម្នាក់ស្រីហ្នឹងហើយគាត់ចុះមកគាត់រកមើលមនុស្សស្រីហ្នឹងអត់ឃើញទេអោនមើលក្រោមឡានលើឡាននេះអត់ឃើញទេហើយអាការៈដែលឡានគាត់ហ្នឹងគឺបុករៀងធ្ងន់ធ្ងរដែរហើយអាការអត់ឃើញហ្នឹងហើយក៏បងផាហើយនឹងចានីសាហ្នឹងក៏អាយ៉ែឡានមូលឡានអីត្រឡប់មកផ្ទះវិញហើយនៅយប់ហ្នឹងដែរពេលដែលគាត់ត្រឡប់មកផ្ទះវិញបងប្អូនគាត់ថាយប់ហ្នឹងគាត់ដេកក្នុងបន្ទប់ហ្នឹងដេកស្ងំមិនក៏មិនលក់ហើយអាការថ្មិចថ្មែកខំដេកលក់ហ្នឹងមេឃគាត់ថាមេឃក៏ចាប់ផ្ដើមងងឹតហើយក្នុងបន្ទប់គាត់ក៏បិទភ្លើងបិទអីដែរក៏ប៉ុន្តែវានៅឃើញសមោណាបងប្អូនគាត់ថាគាត់ឮពេលដែលគាត់ថ្មិចចិត្តលក់ហ្នឹងគាត់ថាគាត់ឮសំឡេងមនុស្សស្រីម្នាក់និយាយស្អីក៏មិនដឹងអត់ឮជានិយាយអីឲ្យច្បាស់ទេគាត់ឮតែគឺឮតែបែបហ្នឹងហើយអាការឮបែបហ្នឹងគាត់ក៏ភ្ញាក់មកគាត់ក៏ភ្ញាក់មកហើយគាត់ក៏ថាគាត់ឃើញមនុស្សស្រីម្នាក់ឈរនៅខាងស្ដាំដៃខាងខែផុសប្តីគាត់នៅខាងស្ដាំដៃខែគាត់ខែប្តីគាត់ដែលកំពុងសម្រាកហ្នឹងគាត់ថាគាត់ឃើញមនុស្សស្រីម្នាក់អោនក្បាលចុះក្រោមទម្លាក់សោះចុះក្រោមហើយមនុស្សស្រីម្នាក់ហ្នឹងនិយាយដឹងនិយាយថាមិនអត់បងប្អូននិយាយសើនិយាយស្ដាប់គ្នាអត់បានទេហើយអាការដែលស្ដាប់គ្នាអត់បានហ្នឹងបងប្អូនដឹងមិនអត់គាត់ថាគាត់ឃើញមនុស្សស្រីហ្នឹងគាត់បត់កមកគាត់មកមើលចៃសាហ្នឹងហើយមើលចៃសាហ្នឹងទាំងទឹកមុខអញញឹមនឹងគួរឲ្យខ្លាចបងប្អូនហើយអាការដែលអញញឹមដាក់ចៃសាហ្នឹងក៏ធ្វើទឹកមុខគួរឲ្យខ្លាចមែនតើចៃសាក្លឹមពេលឃើញបែបហ្នឹងហើយបងប្អូនគាត់ស្រែកគាត់យំគាត់ខ្លាចមែនតើហើយនៅពេលដែលគាត់ស្រែកប៉ុណ្ណឹងហើយបងផាណាគាត់ដើរទៅបើកភ្លើងអាការបើកភ្លើងរបស់គាត់ហ្នឹងគាត់សួរប្រពន្ធរបស់គាត់ចៃនីសាហ្នឹងក៏សួរថាមានរឿងអីកើតឡើងហើយប្រពន្ធគាត់ក៏គាត់និយាយថាចៃនីសាហ្នឹងក៏គាត់និយាយថាគាត់ឃើញមនុស្សស្រីម្នាក់ឈរនៅចំហៀងកែប្តីរបស់គាត់ហើយអោនមុខចុះក្រោមទម្លាក់សក់ចុះមកក្រោមហើយនិយាយស្អីក៏មិនដឹងឮតែសេសាតែអ្វីដែលចាប់បានឮសំឡេងអ្វីដែលចាប់បានតិចតួចគឺឮថាសន្យាឮសេសាតែចាប់បានតិចតួចឮពាក្យថាសន្យាចៃសាគាត់យំគាត់ស្រែកហើយក៏គាត់សួរប្តីគាត់ដែរគាត់ថាម្នាក់ស្រីហ្នឹងជាអ្នកណាហេតុអីឃើញតែម្នាក់ស្រីនឹងសោះក្នុងការយល់សពក៏ឃើញហើយអត្តភាពជាក់ស្ដែងនេះទីសោតនេះក៏ឃើញពីរដងទៀតហើយចៃសាគាត់អស់ចិត្តគាត់សួរប្តីគាត់ហើយទឹកមុខប្តីគាត់ហាក់បីដូចជាដឹងសាច់រឿងថាសាច់រឿងជាអីឲ្យពិតប្រាកដចឹងតែគាត់មើលទៅប្តីគាត់ហាក់បីដូចជាលាក់លៀមគាត់អត់ចង់ប្រាប់គាត់ថាមានរឿងអីឲ្យពិតប្រាកដទេបងប្អូនហើយកំឡុងពេលនោះដែរចានីសាគាត់ថាគាត់សួរប្តីគាត់អត់ព្រមឆ្លើយហើយអាការព្រមឆ្លើយហ្នឹងហាក់ទឹកមុខប្តីគាត់ដូចជាដឹងតែអត់ព្រមប្រាប់គាត់ហើយចានីសាក៏គាត់សង្ងំគេងរហូតដល់ទៅភ្លឺហើយភ្លឺឡើងគាត់បងផាហ្នឹងក៏យកឡានគាត់ហ្នឹងដែលជួបគ្រោះថ្នាក់ដែលជួបមិញហ្នឹងក៏យកឡានគាត់ហ្នឹងទៅជួសជុលហើយអាការជួសជុលរបស់គាត់ហ្នឹងប្រហែលជាមួយសន្ទុះរហូតដល់ម៉ោងប្រហែលជាមួយជាម៉ោងរសៀលគាត់ថាមានគេម្នាក់ទេមកគាត់ហើយអាការគេទេមកគាត់ហ្នឹងគេបានប្រាប់ថាប្តីរបស់គាត់ហ្នឹងជួបគ្រោះថ្នាក់ចរាចរណ៍ហើយចានីសានឹងក្មេកម្ដាយក្មេកគាត់ហ្នឹងក៏នាំគ្នាទៅរកបងផាដែលជួបគ្រោះថ្នាក់ចរាចរណ៍ហ្នឹងហើយនៅពេលទៅដល់កន្លែងឡានដែលជួបគ្រោះថ្នាក់ចរាចរណ៍ហ្នឹងគាត់ថាឡានប្តីរបស់គាត់បងផាហ្នឹងមានសភាពទ្រុឌទ្រោមខ្លាំងមែនតើគឺខូចខាតខ្លាំងមែនតើលក្ខណៈថាឡានហ្នឹងវារួញក្បាលហ្មងបងប្អូនវារួញក្បាលចូលគ្នាហើយអាឡានគាត់ហ្នឹងគឺបុកជាមួយឡានដឹកទំនិញតែគាត់ទៅដល់កន្លែងកាត់ហេតុហ្នឹងគាត់អត់ឃើញប្តីគាត់ទេបងផាងទេហើយតាមតកាដឹងគឺប្តីគាត់គេបញ្ជូនទៅពេទ្យបាត់ហើយបានបងផានឹងប៉ាម៉ាក់របស់គាត់ហ្នឹងចៃនីសាហើយនឹងប៉ាម៉ាក់របស់គាត់ហ្នឹងប៉ាម៉ាក់ក្មេកគាត់ហ្នឹងក៏នាំគ្នាទៅទីពេទ្យដែលគេយកបងផាហ្នឹងទៅដាក់ហើយអាការដែលគាត់ទៅដល់ទីពេទ្យហ្នឹងគាត់ថាគាត់ឃើញប្តីគាត់
មានសភាពគុណខ្លាំងមែនទែនជើងបាក់បងស្មងក្បាលដៃក៏បាក់គាត់ថាឃើញសភាពប្តីគាត់គឺគុណខ្លាំងមែនទែនហើយមិនទាន់ដឹងខ្លួនទេប្តីគាត់នៅពេលនោះហើយអាការមិនទាន់ដឹងខ្លួនហ្នឹងរហូតដល់យកបានគ្រូពេទ្យហ្នឹងគេបញ្ជូនបងផាហ្នឹងទៅកន្លែងបន្ទប់មួយផ្សេងទៀតដើម្បីឲ្យអាចឲ្យសាច់ញាតិពេលមើលថែអ្នកជំងឺអញ្ចឹងតនដល់ពេលយប់បានចានេសាហ្នឹងក៏មានពេលទៅមើលថែប្តីរបស់គាត់បងផាហ្នឹងហើយអាការមើលថែប្តីរបស់គាត់ហ្នឹងគាត់ថាប្តីរបស់គាត់អត់តន់ដឹងខ្លួនទេហើយគាត់ក៏សង្ងំមើលថែប្តីគាត់នឹងក្នុងបន្ទប់អ្នកជំងឺនឹងទៅអាការដល់យប់ជ្រៅបន្តិចគាត់ថាគាត់សង្ងំគេងក៏អត់លក់ដែរខំប្រឹងថ្មិចភ្នែកបែបណាក៏មិនលក់ដែរតែគាត់សង្ងំអាចិត្តនឹងលក់ហើយហ្នឹងគាត់ថាគាត់ឮសំឡេងមនុស្សស្រីហើយអាការឮសំឡេងមនុស្សស្រីនឹងហើយគាត់ឮសំឡេងប្តីរបស់គាត់ប្រៀបដូចជាយល់សពចឹងណាគាត់ថាគាត់ឮសំឡេងប្តីរបស់គាត់ជួយស្រែកថាជួយផងកុំធ្វើបាបខ្ញុំកុំយកខ្ញុំជួយផងគាត់ឮអញ្ចឹងហើយប្រៀបដូចជាយល់សពអញ្ចឹងហើយអាការភ្ញាក់មកគាត់មកវិញហ្នឹងគាត់ថាគាត់ឃើញមនុស្សស្រីម្នាក់នោះអង្គុយនៅលើប្តីគាត់បងផាហ្នឹងច្បាច់កប្តីគាត់ហើយប្តីរបស់គាត់ស្រែកថាជួយផងដូចនៅក្នុងការយល់សពដែលសម័យរបស់គាត់អញ្ចឹងគឺដូចខ្លាំងមែនតើហើយអាការស្រែករបស់គាត់ហ្នឹងគាត់រើប្រឡាស់ខ្លាំងមែនតើតែរើទៅណាក៏មិនរួចដែរដោយសារម្នាក់ស្រីនោះអង្គុយនៅលើប្តីរបស់គាត់ហើយប្តីរបស់គាត់ស្រែកអញ្ចឹងហើយកលេចមកមើលចានេសាវិញគាត់ថាគាត់ឃើញអញ្ចឹងគាត់ស្រែកគាត់យំគាត់ភ័យគាត់ខ្លាចខ្លាំងមែនតើគាត់ថាប្តីរបស់គាត់នឹងត្រូវបានស្រីម្នាក់នោះអង្គុយច្បាច់កហើយនៅពេលដែលគាត់ស្រែកអញ្ចឹងហើយរូបភាពនៅពេលនោះគឺច្បាស់ដូច 4D អញ្ចឹងច្បាស់ឃើញច្បាស់អត់ដូចពេលយល់សពឬក៏ឃើញនៅពេលអ្វីផ្សេងហេតុភេទអីពីមុនមកទេពីមុនមកឃើញរត់តាមឡានអីសពគ្រប់បែបយ៉ាងហ្នឹងគឺពេលយប់តែនេះគឺក្រោមពន្លឺពុះម៉ែបងប្អូនគឺច្បាស់ខ្លាំងមែនតើថាម្នាក់ស្រីហ្នឹងអង្គុយនៅលើប្តីរបស់គាត់ហើយចែនីសានក៏ស្រែកគាត់យំគាត់ស្រែករប៉ាក្មេងម៉ាក់ក្មេងគាត់ហ្នឹងម្នាក់ស្រីហ្នឹងក៏កលេចបែរមុខមកទាំងសក់បិទបាំងនៅមុខគាត់ហ្នឹងមកមើលចែនីសាហើយអាក្រុងពេលមើលហ្នឹងគាត់ហៅម៉ាក់ក្មេងប៉ាក្មេងគាត់មកនៅពេលដែលកលេចទៅវិញម្នាក់ស្រីហ្នឹងគាត់ថាគាត់ឃើញម្នាក់ស្រីហ្នឹងដេកខ្លួនទម្លាក់ខ្លួននៅខាងឆ្វេងដៃអបដីរបស់គាត់នឹងបាត់ទៅហើយអាការឃើញបែបហ្នឹងគាត់ក៏យកសាច់រឿងហ្នឹងទៅប្រាប់ប៉ាក្មេងម៉ាក់ក្មេងគាត់ទាំងប្តីរបស់គាត់ហ្នឹងអត់តន់ដឹងខ្លួនទេនៅបរះឡើយនៅតែស្រែកជួយផងអត់ដឹងខ្លួនតែនៅតែបរះឡើយហើយអាការស្រែកហ្នឹងគាត់ក៏យកសាច់រឿងហ្នឹងទៅប្រាប់ប៉ាក្មេងម៉ាក់ក្មេងគាត់តែទឹកមុខប៉ាក្មេងម៉ាក់ក្មេងគាត់ហាក់បីដូចជាភ័យមែនតើហើយអាការភ័យហ្នឹងគាត់ថាគាត់មើលទឹកមុខផុសប៉ាក្មេងម៉ាក់ក្មេងគាត់ហ្នឹងដូចជាដឹងអ្វីម្យ៉ាងហើយអាការដឹងអ្វីម្យ៉ាងហ្នឹងប៉ាក្មេងគាត់ម៉ាក់ក្មេងគាត់ហ្នឹងមិនយូរប៉ុន្មានក៏គាត់យកស្មាទោសយករូបបន្តោងព្រះហ្នឹងមកពាក់លើបងផាហ្នឹងហើយពាក់មិនតាន់បានប៉ុន្មានផងបងប្អូនគាត់ថាបងផាហ្នឹងក៏លែងប្រះខ្លួនស្រែកអីជួយផងអីទៀតទៅវាហាក់បីដូចជាបារមីប្រុសបន្តោងព្រះហ្នឹងជួយឃុំក្រងនិងបណ្ដេញពពួកអមនុស្សអីផ្សេងអញ្ចឹងណាបងប្អូនគាត់ថាគាត់អីរបស់គាត់ហ្នឹងឈប់ស្រែកហើយនឹងបរះទៀតហើយយប់នោះដែរប្តីរបស់គាត់អីហ្នឹងក៏ស្ងាត់មកទៅវិញទៅហើយចានីសាហ្នឹងក៏ស្ងំមើលថែប្តីរបស់គាត់ហ្នឹងរហូតដល់ទូហើយដល់ពេលទូភ្លឺបងផាហ្នឹងក៏គាត់ដឹងខ្លួនក៏គាត់ក្រោកមកវិញមកគាត់ក្រោកមកញ៉ាំបបរញ៉ាំអីហ្នឹងចានីសាគាត់មើលថែចុកបបរចុកអីហើយក៏ចានីសាក៏ដាច់ចិត្តសួរប្តីរបស់គាត់ម្ដងទៀតពាក់ព័ន្ធនឹងស្រីម្នាក់ហ្នឹងហើយគាត់ថាគាត់សួរថាតើម្នាក់ស្រីនឹងជាអ្នកណាហើយទឹកមុខបងផានៅពេលហ្នឹងគាត់ហាក់បីដូចជាដឹងសាច់រឿងហើយគាត់ក៏ដាច់ចិត្តនិយាយប្រាប់ប្រពន្ធគាត់ទៅថាសាច់រឿងហ្នឹងកាលពីមុនអត់តន់តាក់ទងប្រពន្ធរបស់គាត់ហ្នឹងចានីសាហ្នឹងកាលពីមុនមកគាត់តាក់ទងជាមួយសង្សារចាស់របស់គាត់ហើយអាការតាក់ទងមួយសង្សារចាស់របស់គាត់ហ្នឹងគឺគាត់ថាសង្សារចាស់របស់គាត់ហ្នឹងឈ្មោះចៃរតហើយចៃរតហើយនឹងបងផាហ្នឹងហើយនឹងគាត់ហ្នឹងគាត់ថាគាត់ស្រឡាញ់គ្នាមែនតើគាត់ថាចៃរតហ្នឹងគាត់ស្រឡាញ់គាត់ខ្លាំងមែនតើគឺស្រឡាញ់បែបលក្ខណៈថាស៊ូស្លាប់រួមរស់ចង់រួមរស់នៅជាមួយគ្នាអញ្ចឹងគឺស្រឡាញ់គ្នាលក្ខណៈថាស្លាប់រស់គឺចៃរតហ្នឹងគឺគាត់ស្រឡាញ់បងផាហ្នឹងខ្លាំងមែនតើហើយក៏ដល់ថ្ងៃមួយនោះគាត់ក៏នាំគ្នាទៅធ្វើបុណ្យនៅវត្តនៅទីអារាមហើយការធ្វើបុណ្យរបស់គាត់ហ្នឹងគាត់ថាចៃរតហ្នឹងក៏បបួលគាត់ទៅស្បត់ហើយអាការស្បត់ហ្នឹងបងផាក៏គាត់គ្មានរាំងតាក់ទើអីដែរអាការស្បត់ហ្នឹងព្រោះអីការដែលគាត់ស្រឡាញ់គ្នាគឺគាត់ស្រឡាញ់គ្នាមែនគាត់ស្រឡាញ់គ្នាពិតប្រាកដមែនហើយអាការស្រឡាញ់គ្នាពិតប្រាកដហ្នឹង
បងផាក៏ថាចែរត់ហ្នឹងក៏គាត់ស្បត់ថាបើសិនអ្នកណាក្បត់អ្នកណាម្នាក់សូមឲ្យស្លាប់តៃហោគឺគាត់ស្បត់ចឹងហ្មងហើយអាការស្បត់របស់គាត់ហ្នឹងគឺក្រោមដើមពោធិ៍នៅក្នុងវត្តទីអារាមនៅក្នុងភូមិហ្នឹងគឺគាត់ស្បត់ថាបើសិនជាអ្នកណាក្បត់អ្នកណាសូមឲ្យស្លាប់តៃហោគឺគាត់ស្បត់ចឹងហ្មងហើយបងផាធម្មតាយើងស្រឡាញ់គ្នាទៅវិញទៅមកអត់មានអីត្រូវរាំងស្ទះមែនទេបងប្អូនគឺគាត់ហ៊ានស្បត់ដូចចែរត់នឹងដែរហើយមិនយូរប្រហែលឪពុកម្ដាយទាំងសងខាងហ្នឹងក៏ដឹងឮក៏ប៉ុន្តែគាត់គិតថាក៏អត់សូវខលខ្វាយអីហ្មងទេពួកអីគាត់គិតថាស្នេហាវ័យក្មេងអីចឹងណារឿងក្មេងៗអញ្ចឹងគាត់មិនសូវគិតគូរអីប្រហែលទេហើយរហូតដល់បងផាហ្នឹងគាត់រៀនចប់គាត់ប្រឡង12ចប់ជាមួយចែរត់ហ្នឹងហើយអាការប្រឡង12ចប់ហ្នឹងគាត់ថាបងផាហ្នឹងគាត់ទៅរៀននៅទីក្រុងហើយអាការទៅរៀននៅទីក្រុងហ្នឹងហើយដែរបងផាហ្នឹងមិនសូវខ្វល់ខ្វាយពីចែរត់ទេហើយអាការដែលមិនសូវខ្វល់ខ្វាយជាមួយអំពីចែរត់ហ្នឹងមិនសូវដូចមុនទេមិនសូវស្រឡាញ់ចែរត់ដូចមុនទេហើយក៏មិនសូវខ្វល់ខ្វាយពីចែរត់ដូចមុនដែរហើយអាការដែលមិនខ្វល់ពីចែរត់បែបហ្នឹងបានធ្វើឲ្យចែរត់ហ្នឹងគាត់ឈឺចាប់គាត់ពិបាកចិត្តខ្លាំងមែនតើព្រោះអីបងផាហ្នឹងហាក់បីដូចជាអត់ខ្វល់ខ្វាយពីគាត់ហើយអាការដែលអត់ខ្វល់ខ្វាយពីគាត់ហ្នឹងគាត់គិតដឹងថាបងផាហ្នឹងលួចតាក់ទងជាមួយគេផ្សេងនៅឯទីក្រុងភ្នំពេញហ្នឹងហើយអាការតាក់ទងរបស់បងផានៅក្នុងទីក្រុងភ្នំពេញហ្នឹងគឺបងផាគាត់លេងខ្វាយខ្វល់ពីចែរត់នឹងតតែសោះម្ល៉េះហើយរហូតដល់ដឹងតំណឹងថាបងផាហ្នឹងគាត់ស្រឡាញ់អ្នកដែលធ្វើការជាមួយគ្នានៅក្រុងភ្នំពេញហ្នឹងគាត់បានស្រឡាញ់ជាមួយគ្នាអញ្ចឹងទៅហើយអាការស្រឡាញ់របស់គាត់ហ្នឹងគាត់ដឹងថាបងផានឹងទៀតចិត្តចូលមង្គលការហើយបងចែរត់ហ្នឹងគាត់ថាគាត់ឈឺចាប់ខ្លាំងមែនតើតាមដែលបងផានិយាយប្រាប់គាត់ថាចែរត់ហ្នឹងហាក់បីដូចឈឺចាប់ខ្លាំងមែនតើហើយមិនយូរប្រហែលក៏ចែរត់ហ្នឹងក៏គាត់ទៅចងកនៅដើមពោធិ៍នៅចិត្តវត្តទីអារាមដែលគាត់បានស្បត់ហ្នឹងហើយតែដើមពោធិ៍ហ្នឹងចិត្តស្ដាប់ទៀតសោតគឺសម្បូរដោយពពួកអមនុស្សនិងបលឹងព្រីវិសាចដែលស្នាក់នៅលើដើមពោធិ៍ហ្នឹងហើយអាការស្លាប់របស់គាត់ហ្នឹងគឺវេទនាខ្លាំងមែនតើគឺភ្នែកលៀនថ្លែហើយតសៃឈាមហូរតាមមាត់តាមភ្នែកហើយសយងជើងចុះមកក្រោមអ្នកភូមិអ្នកអីគេឃើញថាចៃរត់ហ្នឹងគាត់ស្លាប់តាំងពីក្បាលប្រលប់មកម្លេះហើយទើបតែអ្នកភូមិគាត់ឃើញគាត់ឃើញនៅពេលព្រឹកហ្នឹងហើយចានីសានៅពេលដែលគាត់ស្ដាប់រឿងទាំងអស់ហ្នឹងហើយគាត់មានអារម្មណ៍អន់ចិត្តជាខ្លាំងដោយសារប្តីរបស់គាត់មានរឿងជាមួយមនុស្សស្រីមានតាក់ទងជាមួយមនុស្សស្រីរហូតដល់ធ្វើឲ្យគេពិបាកចិត្តខូចចិត្តរហូតដល់គេចងកសម្រាប់ខ្លួនអញ្ចឹងចានីសាគាត់មានអារម្មណ៍ខកចិត្តខ្លាំងមែនទែនជាមួយប្តីគាត់ដែលប្តីគាត់អត់ព្រមប្រាប់គាត់តាំងពីដើមមកបើគាត់គិតក្នុងចិត្តថាបើគាត់ដឹងថាប្តីរបស់គាត់មានតាក់ទងមួយគេស្រឡាញ់ដល់ថ្នាក់ហ្នឹងហើយមានរឿងអញ្ចឹងទៀតគាត់ថាគាត់អត់តាក់ទងមួយប្តីរបស់គាត់ទេហើយគាត់មានអារម្មណ៍ថាគាត់ហាក់បីដូចជាខុសចំពោះមនុស្សស្រីម្នាក់នោះខ្លាំងដែលគាត់មកតាក់ទងជាមួយបងផាហ្នឹងហើយធ្វើឲ្យបងផាហ្នឹងធ្វើឲ្យចែរត់ម្នាក់នោះគាត់ចងកសម្រាប់ខ្លួនហើយអាការចងកសម្រាប់ខ្លួនរបស់គាត់គឺវេទនាខ្លាំងមែនតើអញ្ចឹងគាត់ចែនីសាគាត់មានអារម្មណ៍ថាគាត់ទម្លាក់កំហុសមកលើខ្លួនឯងដូចជាធ្វើឲ្យមនុស្សស្រីម្នាក់នោះគាត់សម្រាប់ខ្លួនអញ្ចឹងឯងគាត់មានអារម្មណ៍គាត់បន្ទោសខ្លួនឯងខ្លាំងមែនទែនដែលមកតាក់ទងនឹងបងផាហ្នឹងដោយការជាមួយបងផាហ្នឹងដែលធ្វើឲ្យមានរឿងបែបហ្នឹងកើតឡើងហើយចែនីសាហ្នឹងធម្មតាយើងទើបតែការប្តីឲ្យប្តីខ្លួនឯងមានរឿងធ្វើឲ្យម្នាក់ស្រីម្នាក់ទៀតខូចចិត្តសម្រាប់ខ្លួនអញ្ចឹងមនុស្សស្រីណាក៏ដូចមនុស្សស្រីណាដែរមានអារម្មណ៍បែបម៉េចគឺគាត់ថាចែនីសាហ្នឹងចែនីសាគាត់ជែកថាគាត់ហ្នឹងគឺខូចចិត្តខ្លាំងមែនតើចំពោះប្តីរបស់គាត់ហើយបន្ទាប់ពីនិយាយរឿងបែបហ្នឹងឲ្យរួចអស់ហើយគាត់ក៏នាំប្តីរបស់គាត់ហ្នឹងត្រឡប់មកដល់ផ្ទះវិញហើយអាការត្រឡប់មកដល់ផ្ទះហ្នឹងគាត់ថាតាំងពីថ្ងៃរហូតដល់ល្ងាចអត់មានបញ្ហាអីកើតឡើងទេតែរហូតដល់ពេលយប់គាត់ថាគាត់កំពុងគេងនៅចិត្តប្តីរបស់គាត់ហ្នឹងតែប្តីរបស់គាត់កំពុងឈឺហ្នឹងគាត់ថាគាត់ឃើញប្តីរបស់គាត់ហ្នឹងងើបវឹបដូចតសៃទាញអញ្ចឹងទាំងតែប្តីរបស់គាត់កំពុងតែឈឺហ្នឹងជើងសាក់សមរសម័យមើលតើវាអាចទៅរួចអត់តែប្តីគាត់កំពុងតែបាក់ជើងហើយនឹងដៃហើយនឹងប៉ងស្មងក្បាលថែមទៀតហ្នឹងគាត់ថាគាត់ឃើញប្តីរបស់គាត់ហ្នឹងងើបវឹបដូចតសៃទាញអញ្ចឹងហើយអាការងើបមកវឹបហ្នឹងគាត់ថាគាត់ឃើញប្តីរបស់គាត់ហ្នឹងគាត់សើចបែរមុខមកមើលគាត់ហើយគាត់សើចហើយគាត់ក៏និយាយថាវាជារបស់អញ
ហើយអាសំឡេងហ្នឹងនៅតែស្រែកនៅតែនិយាយអញ្ចឹងហើយអាការនិយាយរបស់គាត់ហ្នឹងគឺនិយាយដដែលហើយអាការសំឡេងរបស់គាត់ហ្នឹងមិនមែនជាសំឡេងបងផាទេគឺសំឡេងរបស់មនុស្សស្រីគឺនិយាយគឺ100%គឺសំឡេងរបស់មនុស្សស្រីគឺនិយាយថាវាជារបស់អញត្រូវតែយកវាជារបស់អញវាសន្យាជាមួយអញវាត្រូវតែនៅជាមួយអញវាជារបស់អញគឺមនុស្សស្រីហ្នឹងគឺនិយាយអញ្ចឹងទាំងដែរបងផាហ្នឹងអ្នកនិយាយសោះតែសំឡេងមនុស្សស្រីហ្នឹងអ្នកនិយាយសំឡេងជាសំឡេងមនុស្សស្រីហើយចានីសាគាត់ឃើញអញ្ចឹងហើយបងប្អូនគាត់ថាគាត់អស់អីនិយាយហ្មងគឺគាត់មានតែរឿងមានតែរាវហើយគាត់ភ័យខ្លាំងមែនទែនគាត់ស្រែកផងអីផងតែរហូតដល់គាត់ស្ងាត់ទៅវិញលុះត្រាតែម្ដាយគាត់ហ្នឹងគាត់ហាក់បីដូចជាដឹងសាច់គាត់ទៅអត់ធូកអត់អីនៅប្រតាំងយប់ប្រលប់ហើយម្ដាយឪពុកក្មេករបស់គាត់ហ្នឹងក៏មកក៏ជួយមើលថែបងផាហ្នឹងជាមួយចៃនីសហើយអាការមើលថែរបស់គាត់ហ្នឹងគឺគាត់ថាបងផាដេកបរះខ្លួននៅអត់សុខទេងាកស្វែងងាកស្ដាំហាក់បីដូចជាឃើញអ្វីមួយយ៉ាងអញ្ចឹងហើយអាការដែលងើបរបស់គាត់ហ្នឹងបកតក្រោយបន្តិចបងការងើបរបស់គាត់គឺងើបដូចតែសៃទាអញ្ចឹងងើបវឹបលក្ខណៈថាអត់មានច្រត់មានអីគឺវឹបដូចខ្មោចអញ្ចឹងបងប្អូនអាការងើបវឹបហ្នឹងនៅពេលដែលគាត់ងើបអញ្ចឹងចានីសាក៏គាត់មិនសូវខ្លាចអីដែរដោយសារគាត់គិតថានេះជាប្តីរបស់គាត់ហើយអាសលេងមនុស្សស្រីហ្នឹងក៏អត់ខ្វល់ទេគាត់គិតថាប្តីរបស់គាត់ហ្នឹងជាប្តីរបស់គាត់ក៏អត់សូវខ្លាចទេគាត់ក៏មកអែប្តីរបស់គាត់អោបប្តីរបស់គាត់ទប់ខ្លួនប្តីរបស់គាត់ហ្នឹងទាំងដែលប្តីរបស់គាត់អត់ដឹងខ្លួនទេតែប្តីរបស់គាត់និយាយហើយអាការនិយាយទៀតសោតហ្នឹងដូចនិយាយម្ដងទៀតចឹងតនតែពុកក្មេកប៉ាក្មេករបស់គាត់ហ្នឹងទៅអត់ធូកអត់អីបនសន់អីអ្វីម្យ៉ាងក៏គាត់មិនដឹងដែរហើយអាការអត់ធូកហ្នឹងចប់ក៏សំឡេងមនុស្សស្រីដែលនិយាយចេញពីប្តីរបស់គាត់ហ្នឹងដែលចេញពីបង្ផាហ្នឹងក៏ស្ងាត់មាត់ទៅវិញហើយអាការស្ងាត់មាត់នឹងហើយក៏គាត់អីខ្លួនប្តីរបស់គាត់ហ្នឹងទៅលើក្រែវិញរហូតដល់ប្តីរបស់គាត់ហ្នឹងក៏លែងបរះខ្លួនលែងអីតទៅទៀតរហូតដល់ព្រឹកឡើងហើយទៅដល់ព្រឹកឡើងហ្នឹងបានប៉ាម៉ាក់ក្មេករបស់ចៃរតហ្នឹងចានីសាហ្នឹងក៏នាំបងផាទៅជួបគ្រូបញ្ចូលមន្តអាគមគ្រូអរិយអីចឹងណាបងប្អូនហើយកំឡុងពេលធ្វើមន្តអាគមកំឡុងពេលចូលរូបហ្នឹងចានីសាគាត់និយាយថាដួងព្រលឹងខ្មោចផុសចៃរតហ្នឹងក៏ចូលខ្លួនគ្រូហ្នឹងហើយគ្រូហ្នឹងក៏យំអាការសលេងយំផុសគាត់ហ្នឹងគឺសលេងដូចចៃនីសាហ្នឹងគាត់ឃើញប្តីគាត់នៅយប់មិញអញ្ចឹងយំហើយអ្នកស្រីហ្នឹងខ្មោចដួងព្រលឹងអ្នកស្រីហ្នឹងក៏និយាយថាមិនយំបដាហៅបងផាហ្នឹងបងរហូតដល់ប្រើពាក្យថាមិនក៏បងឯងក្បត់ពាក្យសន្យាដល់ពេលអាការរំលឹកសាច់រឿងតាំងពីដើមទាំងអស់ហ្នឹងខ្មោចដួងព្រលឹងខ្មោចផុសតៃហោងផុសចៃរតហ្នឹងក៏និយាយថាលែងនិយាយពាក្យថាបងវាប្រៀបដូចជានិយាយយូរក៏ទៅខឹងទៅក្តៅម៉ាស៊ីនទៅអញ្ចឹងណាទៅខឹងទៅក៏ហៅលែងហៅបងក៏ហៅហែងអញត្រូវទៅយកហែងក្បត់ពាក្យសន្យាហើយមកសន្ទុះក្រោយមកក៏ដួងព្រលឹងខ្មោចអ្នកស្រីនោះក៏ចាញ់ពីគ្រូចូលអរិយហ្នឹងទៅហើយគ្រូចូលអរិយហ្នឹងគាត់និយាយថាខ្មោចចៃរតហ្នឹងខ្មោចចៃរតបងចៃរតហ្នឹងទៅចងកនៅកន្លែងហ្នឹងក៏ដោយសារមានព្រាយបិសាចនិងពពួកអមនុស្សច្រើននៅដើមពោធិ៍ហ្នឹងក៏ព្យាយាមអស់ទាញចៃរតហ្នឹងឲ្យចងកដែរដោយសារការដែលបងផានិយាយតាំងពីដើមមកថាសន្យានៅក្រោមដើមពោធិ៍ហ្នឹងក្រោមដើមពោធិ៍ហ្នឹងការសន្យាខ្មោចព្រាយបិសាចដែលអត់មានទីតាំងអីច្បាស់លាស់ពិតប្រាកដហ្នឹងក៏ចាំពាក្យសន្យារបស់ចៃរតហ្នឹងសន្យាជាមួយបងផាហ្នឹងហើយអាការចាំពាក្យសន្យាហ្នឹងហើយក៏ព្យាយាមអូសទាញធ្វើឲ្យចៃរតហ្នឹងលងមកចងកហ្នឹងចងកក្រោមដើមពោធិ៍នៅចិត្តវត្តហ្នឹងតែបញ្ជាក់ណាបងប្អូនមិនមែនខ្មោចហ្នឹងឲ្យចៃរតហ្នឹងមកចងកឲ្យសុទ្ធសាធទេមកពីចៃរតក៏ខូចចិត្តផងហើយពាក់ព័ន្ធនឹងខ្មោចហ្នឹងក៏បន្ទន់ចិត្តធ្វើឲ្យចៃរតហ្នឹងទុនចិត្តខូចចិត្តដល់តែខ្លាំងហើយក៏ព្យាយាមអូសទាញចៃរតហ្នឹងឲ្យមកចងកហ្នឹងមិនបន្ទោសទៅលើខ្មោចទាំងអស់ហើយប៉ុន្តែខ្មោចហ្នឹងព្យាយាមអូសទាញចៃរតហ្នឹងហើយគ្រូមន្តអាគមហ្នឹងគ្រូដែលធ្វើអំពើដែលមិនធ្វើអំពើអធិស្ឋានបងប្អូនគ្រូដែលគាត់បញ្ចូលរូបហ្នឹងក៏គាត់និយាយថាតលតែធ្វើពិធីកម្មាទោសគេ
នៅយប់ម៉ោង12ហ្នឹងហើយបន្ទាប់មកបងប្អូនចាលីសាហើយនឹងប៉ាក្មេងបាក់ក្មេងគាត់ហ្នឹងក៏នាំបុផាមកផ្ទះវិញរងចាំនៅពេលយប់ម៉ោង12ហ្នឹងធ្វើពិធីកមាទោសគេនៅក្រោមដើមពោធិ៍នៅក្នុងវត្តតតែធ្វើពិធីឲ្យគេកមាទោសគេបើគេយល់ព្រមបើគេជប់មកអុកលុកយើងមកធ្វើហេតុភេទអីផ្សេងៗឲ្យយើងឃើញទៀតជប់ធ្វើបាបយើងអញ្ចឹងណាបងប្អូនគាត់ថាគាត់ចាំរហូតដល់ម៉ោង12យប់ហើយកំឡុងពេលម៉ោង12យប់ចូលមកដល់ហ្នឹងចានីសាគាត់ថាកំឡុងពេលដែលធ្វើពិធីហ្នឹងគឺចម្លែកខ្លាំងមែនតែនគឺមានខ្យល់ត្រជាក់បក់មកវូវូស្លឹកឈើដើមពោហ្នឹងបក់បោកហាក់បីដូចជាចម្លែកមែនតែនហើយរីឯសំឡេងឆ្កែលូវិញក៏ចាប់ផ្ដើមលូចុះម៉ោង12បងប្អូនស្ងាត់ហើយសិតតែពពួកអមនុស្សចេញដើរម៉ោងស្មានហ្នឹងបងប្អូនពពួកព្រីបិសាចអីចេញដើរដែលឆ្កែអាចមើលឃើញអញ្ចឹងណាហើយមិនយូរប្រហែលកំឡុងពេលដែលធ្វើពិធីហ្នឹងបងប្អូនគ្រូដែលបញ្ចុះគ្រូដែលធ្វើពិធីហ្នឹងកំពុងធ្វើពិធីហ្នឹងក៏ស្រាប់តែមានអ្នកចិត្តខាងម្នាក់គាត់យំគាត់ស្រែកអញ្ចឹងសោបញ្ជាក់ថាអ្នកចិត្តខាងហ្នឹងត្រូវបានខ្មោចចៃរត់ហ្នឹងចូលសន្ធិដ្ឋហើយកំឡុងពេលខ្មោចចូលសន្ធិដ្ឋហ្នឹងបងប្អូនអ្នកភូមិម្នាក់នោះយំហើយហៅបងផាហ្នឹងបងមិនបងឯងក្បត់ពាក្យសន្យាជាមួយអូនបងអូនខំស្រឡាញ់បងឯងហេតុអីបងឯងក្បត់ពាក្យសន្យាជាមួយអូនបងឯងដឹងអត់ថាអូនស្រឡាញ់បងឯងខ្លាំងចង់រួមរស់ចង់អីបែបហ្នឹងចឹងទៅហើយចានីសានេះគាត់ឃើញអញ្ចឹងក៏គាត់ឃើញអញ្ចឹងហាក់បីដូចជាសំណោះសំណោកដូចហាក់បីដូចជាគាត់ចង់ស្រក់ទឹកភ្នែកផងអីតាមខ្មោចនឹងអញ្ចឹងណាគាត់ក៏មានចិត្តអាណិតទៅលើខ្មោចនឹងដែរថាមិនគួរណាគាត់មកតាក់ទងនឹងបំផានឹងដែលធ្វើឲ្យខ្មោចដែលធ្វើឲ្យចៃរត់នោះគាត់មកចងកសម្រាប់ខ្លួនអញ្ចឹងគាត់តូចចិត្តខ្លាំងមែនទែនគាត់ស្រក់សឹងស្រក់ទឹកភ្នែកគាត់មានអារម្មណ៍ថាតូចចិត្តចំពោះទង្វើធ្វើហ្នឹងដោយអចេតនាហ្នឹងដែលធ្វើឲ្យចៃរត់ហ្នឹងគាត់មកចងកសម្រាប់ខ្លួននៅក្រោមដើមពោធិ៍ហ្នឹងហើយអាកំឡុងពេលដែលអ្នកជិតខាងនឹងយំបន្ទាប់ពីយំហៅបងហើយរៀបរាប់អីហត់តែខឹងទៅខ្មោចនោះខ្មោចដែលចូលសន្ធិដ្ឋនោះអ្នកភូមិហ្នឹងក៏លែងហៅបងផានឹងបងក៏ហៅហែងអញនឹងយកហែងក្បត់ពាក្យសន្យាអញហែងធ្វើអញខកចិត្តហែងធ្វើអញពិបាកចិត្តហែងបោះបង់អញហែងភ្លេចពាក្យសន្យាហែងធ្វើអញស្លាប់អញឈឺចិត្តខ្លាំងណាស់អញត្រូវទៅយកហែងឲ្យបានហែងត្រូវទៅនៅជាមួយអញនៅពេលដែលកំឡុងពេលខឹងខ្មោចដែលចូលសន្ធិដ្ឋអ្នកភូមិម្នាក់នោះនិយាយខឹងដល់ថ្នាក់ហ្នឹងបងប្អូនដឹងមិនគ្រូមន្តអាគមហ្នឹងគ្រូដែលវាចូលរូបហ្នឹងក៏អង្អែក្បាលនៅលើចៃរត់ហ្នឹងដែលចូលសន្ធិដ្ឋហ្នឹងអាយក្បាលថាកូនហើយបើសិនជាកូននៅចងកម្មចងពៀរឿងវាអត់ចេះចប់ចេះហើយទេបើកូនផ្ដាច់នៅគំនុំនៃការចងកម្មចុងពៀហ្នឹងកូនត្រូវដឹងថាគេមិនមែនជាផុសយើងទេឥឡូវនេះគេនៅភពផ្សេងគ្នាហើយកូនក៏នៅភពផ្សេងផុសគ្នាផុសកូនដែរអញ្ចឹងអហោសកម្មឲ្យគ្នាចោះរឿងតាមប្របាមានគ្នាក៏ដឹងខុសដឹងត្រូវអីដែរមកធ្វើការកមាទោសកូនដែរបើសិនជាកូនមិនអហោសកម្មទេម្លេះហើយការចងកម្មចងពៀមួយនេះអត់ចេះចាប់អញ្ចឹងហើយកូនអហោសកម្មឲ្យគ្នាទៅវិញទៅមកទៅគេក៏ដឹងខុសដឹងចំពោះកូនដែរមកធ្វើកមាទោសសែនព្រានឲ្យកូននេះដើម្បីឲ្យកូនទៅរកទីស្ងប់សុខហើយបងប្អូនហើយខ្មោចចៃរត់នោះគាត់ចូលសន្ធិដ្ឋហ្នឹងគាត់យំហាក់បីដូចជាគាត់អហោសកម្មឲ្យបងផាអញ្ចឹងគាត់យំបន្ទាប់ពីគាត់យំហើយគាត់ហៅបងផានឹងបងវិញហៅបងផាហើយគាត់ថាហើយខ្មោចដែលចូលសន្ធិដ្ឋរត់ហ្នឹងខ្មោចឈ្មោះចៃរត់ហ្នឹងគាត់ថាគាត់សុំអោបងបន្តិចមកជាលើកចុងក្រោយព្រោះអីគាត់ស្រឡាញ់បងផាខ្លាំងណាស់គាត់ស្រឡាញ់ខ្លាំងមែនទែនមិនគួរណាបងផាក្បត់ចិត្តគាត់ថាគាត់សុំអោបជាលើកចុងក្រោយមកគាត់នឹងមិនមករវីរវល់ជាមួយបងផាតទៅទៀតទេហើយចានីសាក៏ឃើញតែប្រពន្ធរបស់បងផានេះគាត់ឃើញចឹងហើយគាត់សក់នេះគាត់អាណិតមកចៃរត់នឹងខ្លាំងមែនទែនគាត់លែងមានអារម្មណ៍ទៅជាផិតភ័យគាត់ទៅជាអាណិតខ្មោចចៃរត់នឹងជំនួសឲ្យខ្មោចនឹងខ្លាំងមែនទែនគាត់ថាគាត់ស្រក់ទឹកភ្នែកជំនួសខ្មោចនឹងណាគាត់មើលទៅដាក់បីដូចជាធ្វើបាបចៃរត់នឹងខ្លាំងមែនទែនដោយសារចៃរត់នឹងគាត់សន្យាគាត់បដូរផ្ដាច់គាត់ស្លាប់រស់គាត់ស្រឡាញ់បងផានឹងខ្លាំងមែនទែនហើយថែមទាំងចុងក្រោយនឹងមកត្រូវប្រត់ប្រាស់មកត្រូវចងកនៅក្រោមដើមពោធិ៍នឹងទៀតហើយបងផានឹងក៏ព្រមអោបគ្នាជាមួយអ្នកភូមិម្នាក់នោះដែលចូលរូបហ្នឹងដែលត្រូវបានខ្មោចចូលសន្ធិដ្ឋហ្នឹងខ្មោចចៃរត់ចូលសន្ធិដ្ឋហ្នឹងអោបហើយមកសន្ទុះក្រោយមកក៏ស្ងាត់មាត់អ្នកភូមិហ្នឹងទៅបានសេចក្តីថាខ្មោចចៃរត់ហ្នឹងដក
កខ្លួនចេញពីអ្នកភូមិម្នាក់នោះហើយគ្រូមន្តអាគមហ្នឹងក៏ធ្វើពិធីបន្តទៀតទៅតែបញ្ជាក់ណាបងប្អូននៅក្នុងពិធីបញ្ចូលរូបហ្នឹងកម្មាទោសនៅក្រោមដើមពោធិ៍នៅក្នុងវត្តហ្នឹងគឺមានឆ្កែលូរហូតមេឃត្រជាក់បក់បោកខ្យល់ហាក់បីដូចជាពឺសម្បុរមែនតែនហើយបញ្ជាក់ម្ដងទៀតណាបងប្អូននៅក្នុងពិធីហ្នឹងទីកម្មាទោសហ្នឹងចៅរតគាត់ថាប៉ាម៉ាក់ក្មេកគាត់ហ្នឹងអត់មានប្រាប់អ្នកភូមិណាច្រើនតាមម្នាក់ពីរអ្នកចាស់ទុំម្នាក់ទេឲ្យជួយដឹងឮនៅក្នុងកម្មវិធីហ្នឹងទេអត់ហ៊ានប្រាប់អ្នកភូមិណាច្រើនដើម្បីមករំខានដល់គេទេអញ្ចឹងបញ្ជាក់អញ្ចឹងណាបងប្អូនអញ្ចឹងម្ល៉េះហើយអត់សូវមានមនុស្សអ៊ូអអីទេច្រើនពេកទេតា4 5អ្នកអីចឹងទេអ្នកភូមិម្នាក់ពីរអ្នកអញ្ចឹងទេហើយគ្រូបញ្ចូលរូបហ្នឹងគ្រូហ្នឹងក៏គាត់ចេះប្រាប់បងផាហ្នឹងថាគេប្រហែលជាគេមិនមករវីរវល់អីជាងទៀតទេហើយអាកពេលកំឡុងពេលគ្រូនឹងធ្វើពិធីហ្នឹងធ្វើពិធីកម្មាទោសគេហ្នឹងចៅរតគាត់ថាចៅនីសាគាត់ថាប្រពន្ធផងបងផាហ្នឹងគាត់ថាគាត់កលៀសភ្នែកឡើងទៅលើនៅលើដើមពោធិ៍ហ្នឹងគាត់ថាគាត់ឃើញចៅរតហ្នឹងមើលអង្គុយនៅលើដើមពោធិ៍នោះហើយកលែកភ្នែកងាកមកលើមើលគាត់ទម្លាក់ភ្នែកងាកមកមើលគាត់ហើយអញញឹមមកគាត់ហើយមើលទៅបងផានេះបញ្ជាក់ថាប្រៀបដូចថាខ្មោចនឹងលែងចងកម្មចងពីអីនឹងបងផាហើយនឹងចាស់និសាទៀតហើយបន្ទាប់មកគ្រូនឹងគ្រូបញ្ចុះរូបនឹងក៏បញ្ចេះបងផាថាឲ្យទៅបួសដើម្បីធ្វើអតិកសលបញ្ជូនបុណ្យទៅដល់ខ្មោចនឹងទៅព្រោះគ្នាជាខ្មោចតៃហោងគ្នាខ្វះបុណ្យខ្វះទានត្រូវការបុណ្យដើម្បីឲ្យគ្នាអហោសកម្មឲ្យគ្នាបានបុណ្យបានទានដើម្បីចាប់ជាតិទៅកើតភពមួយដែលស្ងប់សុខជាងហ្នឹងហើយបន្ទាប់មកសាច់រឿងបន្ទាប់មកបោះចៃនិសាហ្នឹងគាត់ក៏ថាកំឡុងពេលដែលគ្រូហ្នឹងឲ្យបងផាហ្នឹងទៅបួសដើម្បីសងគុណរបស់ម្នាក់ស្រីហ្នឹងដែលបានចងកសម្រាប់ខ្លួនក្រុមដើមពូហ្នឹងកំឡុងពេលហ្នឹងមិនតាន់ទៅបួសទេដោយសារបងផាហ្នឹងគាត់ឈឺធ្ងន់គាត់ជួបគ្រោះថ្នាក់ចរាចរណ៍មុនហ្នឹងអញ្ចឹងណាបងប្អូនប្រហែលថ្ងៃមុនហ្នឹងគាត់ជួបគ្រោះថ្នាក់ចរាចរណ៍ហ្នឹងគាត់មិនតាន់ជាទេអញ្ចឹងរងចាំឲ្យជាសិនបានគាត់ទៅបួសសងគុណម្នាក់ស្រីឈ្មោះចៃរតហ្នឹងហើយអាកំឡុងពេលហ្នឹងគាត់ថាមិនទាន់ចប់ទេចៃនិសានេះគាត់យល់សពថាចៃរតប្រឡឹងឈ្មោះចៃរតហ្នឹងនៅទីណាក៏មិនដឹងក៏ប៉ុន្តែមកលាគាត់មកបក់ដៃលាគាត់ថាគាត់ទៅហើយមកបក់ដៃលាគាត់លែងចង់គំនុំនឹងអ្វីអីផ្សេងទៀតហើយកំឡុងពេលជប់ហ្នឹងចៃនិសាហ្នឹងក៏គាត់ភ្ញាក់ទៅវិញគាត់សួរប្តីគាត់ថាចៃរតហ្នឹងមកបញ្យល់សពគាត់ហើយទាំងតែទៀតសោតណាបងផាហ្នឹងក៏គាត់យល់សពដោយចៃនិសាយល់សពដែរហើយកន្លងមកក៏បងផាហ្នឹងក៏គាត់បួសសងគុណចៃរតហ្នឹងបានសម្រេចទៅហើយក៏សឹកមកវិញមិនយូរទេប្រហែលជា 2-3 ថ្ងៃអញ្ចឹងមួយអាទិត្យអីចឹងក៏គាត់សឹកមកវិញហើយអាការសឹករបស់គាត់ហ្នឹងក៏គាត់ទៅធ្វើការនាំចៃនិសាហ្នឹងក៏គាត់នាំចៃនិសាហ្នឹងទៅធ្វើការនៅទីក្រុងភ្នំពេញវិញហើយអាការទៅធ្វើការនៅទីក្រុងភ្នំពេញវិញហ្នឹងគាត់ថាមិនយូរប្រហែលជា 2-3 ឆ្នាំគឺគាត់មានការឆ្លោះគ្នាជជែកគ្នាជាមួយប្តីរបស់គាត់រហូតហើយអាកំឡុងពេលឆ្លោះគ្នាហ្នឹងគឺគាត់យករឿងចៃរតពាក់ព័ន្ធនឹងចៃរតហ្នឹងមកជជែកមកឆ្លោះគ្នាជាមួយប្តីគាត់ហ្នឹងក៏យករឿងហ្នឹងមកជជែកឆ្លោះគ្នាដោយសារតែគាត់មានចៃនិសាគាត់មានអារម្មណ៍ថាគាត់ហ្នឹងប្រៀបដូចជាអ្នកសម្លាប់ចៃរតអញ្ចឹងដោយសារតែគាត់ស្រឡាញ់តាក់ទងជាមួយនឹងបងផាហ្នឹងបានចៃរតហ្នឹងស្លាប់គាត់នៅតែមានវិបដិសារីថាគាត់ហ្នឹងគាត់ប្រៀបដូចតែធ្វើឲ្យចៃរតហ្នឹងស្លាប់អញ្ចឹងហើយកន្លងពេលប្រហែលជា3-4 ឆ្នាំក៏ចៃនិសាហ្នឹងក៏គាត់អាសាឆ្លោះគ្នាពេកក៏គាត់លែងជាមួយនឹងបងផាហ្នឹងទៅទាំងតែទើបតែរៀបការគាត់ក៏លែងគ្នាជាមួយបងផាហ្នឹងដាច់សាច់ទៅដោយសាររស់នៅមិនចុះសម្រុងគ្នាហើយបងផាហ្នឹងក៏គាត់ទៅធ្វើការនៅណាអីណាផ្សេងក៏បែកគ្នាចាប់ពីពេលហ្នឹងមកហើយនេះហើយបងប្អូននេះហើយជារឿងសាច់រឿងពិតរបស់បងស្រីម្នាក់ឈ្មោះចៃនិសាហ្នឹងដែលគាត់រស់នៅក្នុងខេត្តបូងចាមហើយបងផាហ្នឹងគាត់ជាអ្នកបៃវែងហើយការធ្វើការងាររបស់គាត់ហ្នឹងដែលធ្វើឲ្យគាត់ចំណងជាប់តាក់ទងគ្នាហើយអាការតាក់ទងគ្នារបស់គាត់ហ្នឹងបងប្អូនដែលធ្វើឲ្យចៃរតហ្នឹងគាត់ខូចចិត្តខ្លាំងមែនទែនដោយសារបងផាហ្នឹងក្បត់ពាក្យសន្យាគាត់ហើយគាត់មិនត្រឹមតែក្បត់ពាក្យសន្យាគាត់ជប់វីរវល់មួយគាត់ហើយទៅមានគូស្នេហ៍គូដណ្ដឹងប្រពន្ធថែមទៀតចោលគាត់ថែមទៀតហើយគាត់ពេលនោះឈឺចាប់ខ្លាំងមែនទែនហើយបងប្អូនពាក់ព័ន្ធនឹងរឿងដើមពោហ្នឹងតាមការបញ្ជាក់ដើមពោហ្នឹងក៏មានព្រលឹងអវិញ្ញាណរស់នៅច្រើនអញ្ចឹងបើសិនជាយើងមានអ្វីដែលមិនច្បាស់យើងកុំទៅស្បត់ស្បែកក្រោមដើមពោអីណាទាំងអស់ព្រោះអីពាក់ព័ន្ធនឹងដើមពោ
អាចនឹងមានព្រលឹងអវិញ្ញាណតែមិនមែនទាំងអស់ទេបញ្ជាក់បងប្អូនតែប្រភេទដើមពោដើមដែលធំអាចព្រលឹងអវិញ្ញាណព្រាយបិសាចអីគាត់មកសង្កត់មកគាត់មករស់នៅក្នុងដើមពោហ្នឹងហើយអាការដែលយើងស្បត់ស្បែកហ្នឹងបើយើងធ្វើមិនបានទេអាចនឹងព្រលឹងនឹងដួងព្រលឹងអវិញ្ញាណទាំងអស់ហ្នឹងព្រាយបិសាចទាំងអស់ហ្នឹងតាក់ទាញបញ្ចុះបញ្ចូលឲ្យយើងទុនចិត្តមកសម្រាប់ខ្លួនឬក៏អីធ្វើអីផ្សេងដើម្បីព្រលឹងទាំងអស់ហ្នឹងយកអ្នកថ្មីហ្នឹងមកជំនួសដើម្បីឲ្យខ្លួនឯងហ្នឹងរួចផុតពីព្រាយបិសាចហ្នឹងកើតចេញជាអីផ្សេងចឹងទៅអញ្ចឹងពាក់ព័ន្ធនឹងការស្បត់ស្បែកបងប្អូនពាក់ព័ន្ធនឹងដើមឈើធំអីសិតតាអាចមានតែមិនទាំងអស់បញ្ជាក់សិតអាចនឹងមានពពួកអស់ហ្នឹងគាត់រស់នៅគាត់សិកុកគាត់សេចាំងនៅទីហ្នឹងចឹងហើយបងប្អូនសាច់រឿងយើងមកដល់ទីបញ្ចប់ហើយក៏សូមអរគុណដល់បងប្អូនដែលបានតាមដានទស្សនាសាច់រឿងការពិតអំពី channel អរូបរបស់ហើយ channel អរូបរបស់ខ្ញុំនឹងសន្យាថានឹងដកស្រង់សាច់រឿងការពិតដំណាលពីចាស់បុរាណឬក៏អ្វីក៏ដោយឲ្យតែពាក់ព័ន្ធនឹងសាច់រឿងពិតអំពីអរូបអវិញ្ញាណអមនុស្សនឹងអាបធ្មប់អីហ្នឹងខ្ញុំនឹងដកស្រង់សាច់រឿងការពិតដើម្បីនិយាយចែកជូនការដើម្បីជាការកំសាន្តរបស់បងប្អូនជាការទស្សនាកំសាន្តរបស់បងប្អូននៅពេលរាត្រីហើយក៏អរគុណដែរបងប្អូនបើសិនជាបងប្អូនចូលចិត្តនឹងការដំណើរសាច់រឿងការពិតអំពី channel អរូបខ្ញុំសូមបងប្អូនចុចសញ្ញារូប Subscribe ហើយនឹងដាក់សញ្ញារូបកណ្ដឹងដើម្បីតាមដាននៅវីដេអូក្រោយៗទៀតហើយការ Subscribe ផងបងប្អូនជាការលើកទឹកចិត្តផងខ្ញុំខ្លាំងមែនទែនក្នុងការផលិតវីដេអូដកស្រង់អំពីសម្ដីនិងការពិតអំពីអមនុស្សនឹងហើយដូចនិយាយម្ដងទៀតចឹងសូមសនំពរសូមចិត្តបងប្អូនជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងឲ្យខ្ញុំម្នាក់មួយមកដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តក្នុងការផលិតវីដេអូជូនបងប្អូននៅពេលក្រោយៗទៀតសូមអរគុណបងប្អូនសម្រាប់ការ